เมจัตตาเราธรรมีวัฏันติอายุวันนาสุขังเปลียงทอคือพุทธเมียงกุลโปทั้งหลายปูนประกาคืออายุมวยปัวสมบูรณ์กายมวยสิกได้ศกมวยกำลังมวยระเมยจำรานกาดเมียนดอลประการนามาจากกรุปรองนังเยียดโยมพุทธบริษัททั้งหลายในบ้านเจอหมอกโจรวมขนมกรรมวิธีบนปุถเทียปิไซหนึ่งฉลองสมัติเนียนเนียขนมวัดอุปละวัตัยภูมิชุกคมชุกสรกกรุชมาไข่กำปงจามอย่างนี้ในขนมไงนี้คือจิตไงตีปีได้กรรมวิธีบนบานประรุปเถือกรมกาจัดใจรีบจอมเราบอกประดับประกลประครูใจติกาปเนียมคุยเอียงได้เจียอิสราธปดีสมัยมิจักดามบนตอลพ้องนังเจียประจายติกาในขนมวัดอุปลวตัยให้วัดโชคนิพองคณะกรรมการบนเมียนโลกอาจารย์คณะกรรมการพร้อมเตียงอาญาโทแดนใดต่างอ้อพร้อมเตียงพุทธบริษัทจิตง่ายตั้งปิภูมิเปลภูมิปะภูมิระกาขนาวนังตีดบอลเนียเตียดได้บานเจยหมอกโจรวมกันอังในขนมปะริเวนวัดอารามวัดอุปลวตัยสัตสังไตจิเนเมียนประสาทเตสถีจิรทลาสุขส่วนมอมมูลในขนมพระพุทธศาสนาบานและบังเปเวเลียนังจำนายในทนเทียนทวิกาตรอบสมบัติตอลระบขล้วนจัดใจใบใจบังกอบังเกิดtừจีบนกันอังอ่อยบานมืออังก็ได้ปีอังก็ได้từตามสมัติเพียบระบขล้วนในขนมออกกาเป็นนิยมประการนาอาตมาเพียบแต่งปีปองบานตัวเพระพเนเงียจีเนสำได้ปทติสนาให้การสำได้ปทติสนาในเวลียรเซียนี้กรมการรีบจำระบบประดับจุกลอัตประดิบนบานเลิกล้างในการสำได้ปทติสนาเกรปีได้ปอนแต่ประสันบาสำได้เตอหายจูนจเมียนเลือลุกว่าขาดบดบาดอักระจันจะเนะบลัยหรือสิกไรอัฐาติบายเบาสไลตรองจำลอยนาปุ่มกอบอัดเชียสไลหรือกตัวนังปฏิตึกจัดอรบะประกานามาจากกรุปปรองนังเย็ดโยมซาตุสับบรอทั้งหลายตรองในกโสมสวรรคจนตั้งอ้อเมตาขันเตยเชียสไลยภัยโตดอลขยมประการนาธมาเพียบแต่งปีรูปยมประการนาธมาเพียบแต่งปีรูปนังบานสำได้ติดตามสติปัญญากาศึกษาเจจำติดตุ้ยสุยแสดงอันถอยทรงประเกณฑ์โปนังจำรานปุตตมังกลโปนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំប្រកាសណាមម្ចាស់ទាំងពីរព្រះអង្គសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គឯណាដែលព្រះអង្គទ្រង់គង់ចម្រើននៅព្រះអាណាបានសតិកម្មដ្ឋានលើរតនបល្ល័ង្កក្រមលុបពោធិព្រឹកដ៏ប្រសើរបានចាញ់នៅពួកមេរាតិរាជព្រមទាំងពលសេនាដែលច្រើនហើយព្រះអង្គទ្រង់ត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណមានប្រាជ្ញារកទីបំផុតគ្មានព្រះអង្គប្រសើរជាជាងសត្វវលោកខ្ញុំបករណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះដោយសេចក្តីគោរពព្រះសទ្ធហមេណាដែលជាធម៌ប្រកបទៅដោយអង្គ8ប្រការជាកន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជួនដែលប្រាថ្នានៅបនិព្វានឲ្យចូលទៅកាន់បនិព្វានបានពធនេះជាធម៌ធ្វើឲ្យតិច
ជាតហរំងាប់បងនៅភ្លើងទុកភ្លើងកិលេសជាតហរដ៏ឧត្តមជាគុណញ៉ាំងសត្វឲ្យចេញចាកសង្សារទុក្ខខ្ញុំបករណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះធម៌នោះដោយសេចក្តីគោរពម្យ៉ាងវិញទៀតក៏សូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសង្ឃឯណាដែលជាសង្ឃដ៏បរិសុទ្ធមានឥន្ទ្រីរងាប់ហើយមានមន្ទិលគឺរាគាតិកិលេសទាំងពួងបន្សាត់បងហើយជាព្រះសង្ឃដល់ហើយនៅកិរិយាសម្រេចទៅដោយគុណទាំងឡាយដ៏ច្រើនជាព្រះសង្ឃមានអាសវៈធម៌មិនមានគឺថាជាបក្ខីណាស្រមខ្ញុំបកករណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសង្ឃអង្គនោះដោយសេចក្តីគោរពមួនលើក៏សូមនមស្ការក្រាបថ្វាយបង្គំចំពោះបច្ចាតិកាព្រះតិរានតេរៈគ្រប់ព្រះអង្គដែលនិមន្តមកចូលរួមនៅក្នុងកម្មវិធីបុណ្យកាន់អង្គនាអារាមដ្ឋានវត្តឈូកនេះដោយសេចក្តីគោរពរបស់ខ្ញុំបកករណាម្ចាស់តែប៉ុណ្ណេះតតនន្តរੰធម្មੰទេសសាមៈលំដាប់ដំណរតភ្ជាប់រៀបរាប់អំពីបទនមស្ការនេះទៅពេលវេលានៃការសម្ដែងពធទេសនាក៏ខិតចូលមកដល់ហើយភោសាធវោអស់លោកសាទុសប្បុរសទាំងឡាយនៅក្នុងតិថីទី2នៃបុណ្យកាន់អង្គឆ្លងសមិទ្ធិនានាពុទ្ធាពិសេសនេះធម្មទេសនាកាលពីម្សិលមិញនោះប្រធេរៈពីរព្រះអង្គបានចូលរួមសម្ដែងអំពីធម្មគោរពដែលជាកិច្ចប្រារព្ធនៅក្នុងកម្មវិធីបុណ្យដើម្បីឲ្យពុទ្ធបរិស័ទបានជ្រាបអំពីកិច្ចដំណើរការនៃការប្រព្រឹត្តទៅរបៀបរបបក្នុងការគោរពក្នុងការបំពេញបុណ្យកុសលក្នុងឱកាសកាន់អង្គនេះថាយើងត្រូវគោរពដូចម្តេចខ្លះឥឡូវចូលដល់តិថីទី2នេះសូមលើកយកអំពីរឿងរ៉ាវនៃព្រះពោធិសត្វអ្វីដែលជាប់តាក់ទងនឹងព្រះពោធិសត្វដែលជាការកសាងអភិនិហាបារមីមកសដីមកសិក្សាសួរដើម្បីជាការប្រដាប់សតិបញ្ញាដល់ពុទ្ធបរិស័ទទាំងឡាយអ្នកស្ដាប់អញ្ចឹងនៅក្នុងឱកាសពេលនេះខ្ញុំបកណាមិនទាន់បានលើកយកអត្ថបទធម៌មកសាកសួរនៅឡើយទេព្រោះថាមិនទាន់សន្មត់ងារប្រកេននឹងចែកជូនសប្បុរសទាំងឡាយជ្រាបហើយញាតិញោមបានកលិះភ្នែកកលេចមកឃើញប្រធេរៈមួយអង្គនៅខាងស្ដាំដៃអាត្មាហ្នឹងសន្មត់ងារលោកទៅជាអនុថែហ្នឹងបានន័យថាប្រធេរៈតូចប្រធេរៈបន្ទាប់ឬមួយក៏ប្រធេរៈដែលមានភាសាខ្ចីជាងចំណែកបែកខាងខ្ញុំកណាអាត្មាភាពដែលកំពុងតែបញ្ចេញសម្លេងទៅកាន់ពុទ្ធបរិស័ទអ្នកស្ដាប់សូមសន្មត់ងារខ្លួនឯងជាព្រះមហាថែមាននាទីជាអ្នកលើកយកបញ្ហាមកសាកសួរបញ្ហាប្រស្នាធម៌គឺត្រូវលើកយកមកសាកសួរនៅពេលនេះដោយអត់មានចម្លើយទេគឺមានតែសំណួរស្ពាយតែសំណួរយកមកញាតិញោមហើយញាតិញោមចេះតែឆ្ងល់សួរគ្នាថាដូចបដិជ្ជគុណហ្នឹងមុនមកពីខាងណាមិនក៏មិនដែលឃើញហើយញាតិញោមខ្លះប្រហែលជាគាត់ដែលឃើញអញ្ចឹងសូមជម្រាបញាតិញោមថាអាត្មាទៅតែមកដល់ថ្ងៃនេះមកអំពីរាជធានីភ្នំពេញគង់នៅវត្តសំពៅមាសឯណោះហើយគុណចាស់ដែលតែងតាំងជាព្រះអនុថែហ្នឹងលោកនិមន្តមកតាំងពីថ្ងៃដំបូងមកអញ្ចឹងសន្មត់ងារខ្ញុំគណៈអាត្មាភាពជាព្រះមហាថែហើយប្រគុណម្ចាស់ជាអនុថែសន្មត់ប៉ុណ្ណឹងយល់ព្រមដែរឬក៏យ៉ាងណាសូមវិសាចនាសូមព្រះចនាមហាធិរៈពុទ្ធគុណម្ចាស់ព្រះមហាថែបងនឹងចម្រើនទោសាតវោអស់លោកញាតិញោមជាសប្បុរសទាំងឡាយអញ្ចឹងឃើញថាការប្រកាសបែងចែកនៅតួនាទីជាមហាថែអនុថែនេះ
ខ្ញុំបកណាក៏មិនមាននៅការប្រកួតប្រជែងប៉ុណ្ណឹងជាមួយប្រគុណម្ចាស់ហើយនោះទេដោយគោរពអនុលោមទៅតាមពុទ្ធបញ្ញត្តិរបស់ព្រះអនាវរណញ្ញាណជាអម្ចាស់នៃយើងដែលញាតិញោមជាពុទ្ធបរិស័ទក៏ដូចជាបកករណាម្ចាស់ធ្លាប់បានដឹងបានយល់ខ្លះមកហើយតែនៅក្នុងពុទ្ធសាសនាគឺអនុលោមទៅតាមភាសាចាស់ខ្ចីអញ្ចឹងបើព្រះអង្គណាដែលមានភាសាចាស់មានន័យទៅបួសមុនព្រះអង្គនោះត្រូវជាអ្នកគួងខាងលើរួចដល់ទៅព្រះអង្គណាដែលមានភាសាខ្ចីព្រះអង្គនោះទទួលបរៈជាអ្នកទូចគួងខាងក្រោមអញ្ចឹងពេលវេលាឱកាសនេះខ្ញុំបកណាអាត្មាក៏ជាអ្នកមានភាសាខ្ចីជាងប្រគុណម្ចាស់អញ្ចឹងក៏សូមប្រគេនទួនាទីព្រះអង្គធ្វើជាមហាថែហើយខ្ញុំកណាសូមទទួលភារៈជាអនុថែនឹងដោយសេចក្តីរីករាយតែម្ដងសូមបកករណាម្ចាស់ជ្រាបសាធុជ្រាបព្រោះណាស់នៅប្រធេរវិចាររបស់ប្រគុណម្ចាស់ដែលបានថ្លែងការសារភាពគោរពយកនៅទួនាទីនេះដោយប្រពៃអញ្ចឹងញាតិញោមពុទ្ធបរិស័ទស្គាល់ហើយប្រគុណម្ចាស់ព្រះអង្គខីលោកគង់នៅកំពង់ចាមហើយធ្លាប់បានជាធម្មកថាសម្ដែងពធទេសនានឹងច្រើនណាស់ថ្ងៃនេះបានជួបជុំគ្នាជាមួយខ្ញុំគណៈអាត្មាភាពដើម្បីនឹងលើកយកនៅព្រះសទ្ធម្មមកសម្ដែងថ្លែងប្រគេនជម្រាបចែកជូនញាតិញោមពុទ្ធបរិស័ទតទៅបើអញ្ចឹងសូមសាកសួរចំពោះព្រះអនុថែតែម្ដងអវសោអនុធេរៈមនាលអនុថែដូចចម្រើននៅក្នុងព្រះធម៌មួយកន្លែងដែលលោកសម្ដែងមានពាក្យថាសម្ភារធម៌តើពាក្យថាសម្ភារធម៌ហ្នឹងបានសេចក្តីថាម៉េចដែរសូមវិសាចនាបបិទ្ធព្រះមហាថែបងនៃចម្រើនពាក្យថាសម្ភារធម៌នេះបើយើងគិតទៅពាក្យនេះលោកកាត់ចេញជាពីរបទគឺសម្ភារៈមួយបទនិងធម៌មួយបទអញ្ចឹងបូករួមស័ព្ទទាំងពីរសម្ភារធម៌មានន័យថាធម៌ជាគ្រឿងផ្ចុងផ្ដើមធម៌ជាគ្រឿងទំនុកបំរុងសូមប្រគុណម្ចាស់ព្រះមហាថែនិមន្តជ្រាបសាធុជ្រាបហើយសម្ភារធម៌ប្រែថាធម៌ជាគ្រឿងទំនុកបំរុងផ្ចុងផ្ដើមហើយពុទ្ធបរិស័ទហ្នឹងក៏ធ្លាប់បានជ្រាបផងដែរពាក្យថាសម្ភារៈហ្នឹងដែលយើងធ្លាប់ហៅសំដៅទៅលើវត្ថុប្រើប្រាស់ឧបករណ៍ជាគ្រឿងជំនួយជួយដល់ការងារផ្សេងឧទាហរណ៍ដូចជាវត្ថុប្រើប្រាស់ក្នុងផ្ទះសម្បែងទីកន្លែងប្រចាំថ្ងៃដូចជារបស់ណាដែលយើងប្រើប្រាស់តាំងពីកំបិតព្រាតាំងពីចបជីកតាំងពីសម្ពុតខោអាវឬក៏របស់ណាដែលជាសង្ហារិមវត្ថុនិងអសង្ហារិមវត្ថុយើងចាត់ទុករបស់ហ្នឹងជាសម្ភារៈយើងហៅថាសម្ភារៈហ្នឹងគឺជារបស់សម្រាប់ប្រើប្រាស់ក៏ប៉ុន្តែដោយឡែកយើងហៅចំពោះសម្ភារធម៌ថាជាសម្ភារៈហ្នឹងគឺជារបស់សម្រាប់ជាជំនួយជួយផ្ចុងផ្ដើមជួយទំនុកបំរុងក្នុងការកសាងបារមីធម៌របស់ព្រះបរមពុទ្ធិសត្វទៅវិញបើអញ្ចឹងដូចជាមិនទាន់យល់សេចក្តីនៃសម្ភារធម៌ហ្នឹងទេគ្រាន់តែដឹងថាជាធម៌សម្រាប់ជំនួយអញ្ចឹងទៅញាតិញោមណាញាតិញោមស្ដាប់បានណាធម៌សម្រាប់ជំនួយសម្ភារធម៌ហ្នឹងបើអញ្ចឹងចង់សួរទៅព្រះអនុថែមកសំណួរលបងទៀតមើលថាតើសម្ភារធម៌នៅក្នុងរឿងដែលយើងលើកយកមកនិយាយគ្នាហ្នឹងមានប្រមាណប្រការណាសូមវិសាចនាមាន2ប្រការសូមព្រះមហាថៃជ្រាបសាធុមានអ្វីខ្លះសូមវិសាចនាទី1ឲ្យឈ្មោះតបញ្ញសម្ភារៈទី2ឲ្យឈ្មោះតពោធិសម្ភារៈសូមប្រគុណម្ចាស់ជ្រាបសាធុបញ្ញសម្ភារៈបានដល់អ្វីហើយពោធិសម្ភារៈបានដល់អ្វីសូមវិសាចនាបពិតព្រះមហាថៃបងនៃចម្រើនខាងដើមប្រគុណម្ចាស់បានចោទសួរតកតងទៅនឹងពាក្យតសម្ភារធម៌អញ្ចឹងសម្ភារៈដូចដែលញាតិញោមជាពុទ្ធបរិស័ទបកករណាជាម្ចាស់ទាំងឡាយគ្រប់ព្រះអង្គបានយល់ដឹងជ្រួតជ្រាបមកមិញថាសំដៅទៅដល់គ្រឿងទំនុកបំរុងផ្ចុងផ្ដើម
រួចដល់ទៅសម្ភារធម៌ទី1ដែលលោកអ្នកប្រាជ្ញលោកបានសម្ដែងទុកមកឲ្យឈ្មោះតបញ្ញសម្ភារធម៌គឺមានន័យតធម៌ជាគ្រឿងទំនុកបំរុងផ្ចង់ផ្ដើមឲ្យកើតទៅជាបុណ្យអញ្ចឹងគ្រឿងទំនុកបំរុងផ្ចង់ផ្ដើមឲ្យកើតទៅជាបុណ្យហ្នឹងគេឲ្យឈ្មោះតបញ្ញសម្ភារធម៌ទី1ចំណែកឯទី2ឲ្យឈ្មោះតពោធិសម្ភារធម៌គឺសំដៅទៅដល់ធម៌ដែលជាគ្រឿងទំនុកបំរុងឬក៏ធម៌ជាគ្រឿងឧបត្ថម្ភឲ្យបានត្រាស់ដឹងនៅប្រាជ្ញាជាពុទ្ធគេឲ្យឈ្មោះតពោធិសម្ភារធម៌អញ្ចឹងខ្ញុំកណាបកស្រាយសម្ភារធម៌ទាំងពីរខ្លីៗមកប៉ុណ្ណេះសូមប្រគុណម្ចាស់ទានជ្រាបសាធុជ្រាបហើយបើអញ្ចឹងសម្ភារៈធម៌គឺធម៌ជាគ្រឿងកសាងបុណ្យកុសលមួយនិងធម៌ជាគ្រឿងកសាងអភិនិហាបារមីនៃព្រះពោធិសត្វមួយចង់សួរព្រះអនុថែបន្តិចមើលពាក្យថាបញ្ញសម្ភារៈដែលអនុថែបានលើកឡើងមកទៅហើយបើអញ្ចឹងមិនរំលងចោលទេសួរទៅនឹងលើកមកទៅណាសួរទៅនឹងកុំឲ្យញាតិញោមឆ្ងល់យូរអញ្ចឹងបញ្ញសម្ភារៈដែលហៅថាសម្ភារៈជាគ្រឿងទំនុកបំរុងកសាងបុណ្យកុសលមានប្រមាណប្រការទៅទៀតសូមវិសាចនាបពុតប្រគុណម្ចាស់ព្រះមហាថៃបងនៅចម្រើនបើយើងនិយាយតកតងទៅនឹងបញ្ញសម្ភារធម៌ទី1នោះទៅតាមគម្ពីរពុទ្ធសាសនាលោកទ្រង់ត្រាស់សម្ដែងទុកមកទៅមានរហូតទៅដល់10ប្រការសូមប្រគុណម្ចាស់ជ្រាបសាធុជ្រាបហើយ10ប្រការមានអ្វីខ្លះសូមបរិយាយដោយត្រួសបពុតព្រះមហាថៃបងនៅចម្រើនបើគិតអំពីសម្ភារធម៌ដែលជាគ្រឿងទំនុកបំរុងធ្វើឲ្យកើតទៅជាបុណ្យនោះលោកសម្ដែងសម្ដៅបញ្ជាក់តកតងទៅដល់បញ្ញកិរិយាវត្ថុទាំង10ប្រការទី1គេឲ្យឈ្មោះតទានមយៈមានន័យតបុណ្យដែលយើងធ្វើនឹងសម្រេចទៅដោយការឲ្យទានរួចទី2គេឲ្យឈ្មោះតសីលមយៈបុណ្យដែលយើងធ្វើឲ្យកើតទៅជាបុណ្យកុសលនឹងសម្រេចទៅដោយសារការរក្សាសិលទី3ភេវនាមយៈគឺមានសេចក្តីសម្ដែងបញ្ជាក់តកតងទៅនឹងរឿងបុណ្យកុសលកើតឡើងទៅដោយការចម្រើននៅមេត្តាភាវនារួចទី4លោកឲ្យឈ្មោះតអបច្ចាយនមយៈបុណ្យហ្នឹងវាកើតឡើងទៅដោយសារអីកើតឡើងទៅដោយសារការចេះគោរពកោតក្រែងអោនលំទោនតកូលរៀមច្បងចាស់ព្រឹត្តិចារប្រសង់ឯជាដើមអញ្ចឹងទៅអាហ្នឹងទី4ទី5គេឲ្យឈ្មោះតវៃយាវចមយៈបុណ្យកើតឡើងទៅដោយការជួយខ្នះខ្នែងខ្វល់ខ្វាយជួយទំនុកបំរុងបំរើនៅក្នុងកិច្ចការបុណ្យណានីមួយដែលគេបានរៀបចំធ្វើទៅហើយរួចទី6ធម្មសវនមយៈបុណ្យកើតឡើងទៅដោយការស្ដាប់នៅប្រសាទធម្មវិសេសទេសនាទី7ធម្មទេសនាមយៈបុណ្យកើតឡើងទៅដោយការសម្ដែងពន្យល់អธิบายរៀបរាប់នៅពធទី8បតិទានមយៈបុណ្យកើតឡើងទៅដោយការចែកនៅចំណែកបុណ្យដែលយើងបានធ្វើទៅឲ្យដល់អ្នកដទៃទី9បត្តានមោទនីមយៈបុណ្យកើតឡើងទៅដោយការត្រេកអរអនុមោទនាសប្បាយទៅនឹងរឿងកុសលដែលគេបានឧទ្ទិសគេបានចែករំលែកមកដល់ខ្លួនរួចចំណែកឯទី10លោកទ្រង់ត្រាស់សម្ដែងទុកមកតតិដ្ឋុជកម្មមយៈបុណ្យនឹងកើតឡើងទៅដោយការធ្វើនៅតតិហិគឺសេចក្តីយល់ឃើញរបស់ខ្លួនឯងឲ្យត្រឹមត្រង់ទៅតាមមាគ៌ានៃពុទ្ធសាសនាអញ្ចឹងបើយើងបានគោរពអនុវត្តទៅតាមបញ្ញកិរិយាវត្ថុទាំង10ប្រការនេះមានន័យតែយើងបានប្រព្រឹត្តផ្ចង់ផ្ដើមទំនុកបំរុងឲ្យកើតទៅជាបុណ្យអញ្ចឹងខ្ញុំកណារៀបរាប់តកតងទៅនឹងបញ្ញសម្ភារធម៌ទី1មកមានប្រមាណប៉ុណ្ណេះសូមប្រគុណម្ចាស់ព្រះមហាថៃនិមន្តជ្រាបសាធុជ្រាបហើយពិរោះទៀតណាញាតិញោមមិនដឹងជាពិរោះអត់ទេណោះស្ដាប់ឮច្បាស់ហើយញោមស្ដាប់ឮច្បាស់ហើយញោមហ៎ហើយញាតិញោមខាងក្រៅអាត្មាទុកចិត្តថាដឹងតែស្ដាប់ឮហើយញាតិញោមនៅតាមរោងនោះបើអញ្ចឹងញាតិញោមនៅខាងលើព្រះវិហារអាចស្ដាប់ឮគ្រប់គ្នាហើយថាបញ្ញសម្ភារគឺការកសាងបុណ្យកុសល
គឺប្រកបដោយបញ្ញកិរិយាវត្ថុទាំង10ប្រការដោយដែលព្រះអនុថែបានរៀបរាប់តាំងតែអំពីការឲ្យទានរហូតទៅដល់ការតម្រង់ចិត្តរបស់ខ្លួនឲ្យបានត្រង់ស្មោះចំពោះទៅតាមកន្លងមេគានៃពុទ្ធសាសនាបើអញ្ចឹងស្ដាប់បានហើយឥឡូវឈានចូលទៅដល់សម្ភារធម៌មួយប្រភេទទៀតដែលលោកឲ្យឈ្មោះថាពោធិសម្ភារធម៌ណាពោធិសម្ភារៈហ្នឹងសំដៅទៅលើការកសាងនៅពោធិញ្ញាណធម៌អ្វីដែលជាប់តាក់ទងនឹងពពោធិញ្ញាណដែលហៅថាសម្ពោធិហ្នឹងអញ្ចឹងសួរព្រះអនុថែថាពោធិសម្ភារធម៌ហ្នឹងបានដល់ធម៌អ្វីខ្លះសូមវិសេចនាហន្តិមហាតិរៈបពុតប្រគុណម្ចាស់បមហាថែបងនៃចម្រើនពោធិសម្ភារធម៌គឺធម៌ដែលជាគ្រឿងធ្វើឲ្យបានត្រាស់ដឹងទៅជាបសម្មាសម្ពុទ្ធឲ្យបានសម្រេចនៅពោធិញ្ញាណនោះបើយើងគិតអំពីពោធិសម្ភារធម៌នេះមានច្រើនណាស់បមហាថែមានតាំងអំពីពុទ្ធការកធម៌ឬក៏យើងហៅតបារមី10មហាបរិច្ចាគ5ចរិយា3រួមជាមួយនឹងធម្មសមោធានធម៌ទាំងឡាយ8ប្រការនឹងទៀតធម៌ទាំងនេះឯងលោកសង្គ្រោះរាប់ទុកមកថាជាពោធិសម្ភារធម៌ដែលជាធម៌សម្រាប់ពពោធិសត្វលោកអ្នកត្រាស់ដឹងលោកអ្នកប្រាថ្នាក្នុងការត្រាស់ដឹងនៅពោធិញ្ញាណសូមបមហាថែនិមន្តជ្រាបសាធុសម្ភារធម៌ណាញាតិញោមស្គាល់ហើយពាក្យថាពោធិសម្ភារៈគឺធម៌ដែលជាគ្រឿងរួបរួមដែលព្រះបរមពោធិសត្វគ្រប់ព្រះអង្គបានកសាងហើយនាំឲ្យព្រះអង្គបានត្រាស់ដឹងទៅជាព្រះសម្មាសម្ពុទ្ធបើអញ្ចឹងញាតិញោមពុទ្ធបរិស័ទក៏បានជ្រាបហើយដែរពាក្យថាពោធិសត្វហ្នឹងគឺសំដៅទៅលើពពួកសត្វដែលមានការជាប់ជំពាក់ទៅក្នុងការត្រាស់ដឹងពោធិញ្ញាណហើយមនុស្សយើងសាមញ្ញនេះមិនហៅថាពោធិសត្វទេហៅថាសាមញ្ញសត្វអញ្ចឹងទៅហើយបើសត្វណាដែលមិនដឹងអំពីធម៌អាសិក្ខាវិន័យដែលមិនបានប្រព្រឹត្តនៅអំពើល្អទេក៏ឲ្យឈ្មោះថាមោឃសត្វគឺសត្វដែលមានសភាពសោះសូន្យចាកគុណធម៌អញ្ចឹងទៅហើយដល់ទៅពពួកសត្វមួយយ៉ាងដែលមានចិត្តជ្រះថ្លាតាំងសច្ចាប្រណិធានហើយមានចិត្តខ្ពង់ខ្ពស់ទៅដោយវិរិយៈពោលគឺសេចក្តីព្យាយាមនៅក្នុងបារមីធម៌ចាប់យកនៅពុទ្ធការកធម៌យកមកសន្សំទុកដាក់ក្នុងសន្តានចិត្តរហូតតតែបានទទួលពុទ្ធព្យាករឲ្យឈ្មោះថាព្រះពោធិសត្វបើអញ្ចឹងព្រះពោធិសត្វនឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយបានធ្លាប់បានស្ដាប់ធ្លាប់បានជ្រាបមកខ្លះហើយគឺព្រះពោធិសត្វនឹងកសាងនៅបារមីហើយបើតាមតែព្រះអនុថែលោកបានលើកយកមកបញ្ជាក់ចែកជូនមិញយើងស្ដាប់បានថាព្រះបរមពោធិសត្វគ្រប់ព្រះអង្គហ្នឹងតែងតែកសាងនៅពធដែលជាប់តាក់ទងនឹងបារមីផងជាប់តាក់ទងទៅនឹងមហាបរិច្ចាគ5ផងចរិយា3ផងសមោធានធម៌ទាំង8ផងអញ្ចឹងលើកយកធម៌ហ្នឹងមកសួរព្រះអនុថែជាបន្តទៅទៀតសូមឲ្យព្រះអនុថែហ្នឹងពន្យល់អំពីពាក្យថាបារមីឲ្យបានច្បាស់លាស់បន្តិចពីព្រោះថាមានអ្នកខ្លះហ្នឹងដូចជាវិនិច្ឆ័យមិនទាន់ច្បាស់ទេរឿងបារមីហ្នឹងអនុថែខ្លះទៅគឺយល់ឃើញថាជាការស្នងរូបបញ្ចូលរូបបញ្ជាន់រូបអីយ៉ាងម៉េចទៅទៀតដកពលឹងដកអត្តាពីមនុស្សម្នាក់ទៅក្នុងស្អីផ្សេងមួយទៅទៀតហើយចេះដឹងអំពីរឿងនេះរឿងនោះឈុតឆាប់អញ្ចឹងទៅច្បាស់លាស់អីអញ្ចឹងទៅដែលអ្នកផងតែងតែគោរពតែងតែជឿទៅដោយគេហៅថាអបិយជំនឿណាម្យ៉ាងគេហៅថាផ្លូវក្នុងយ៉ាងម៉េចនោះណាហ្នឹងគេហៅថាបារមីមើលពាក្យថាបារមីហ្នឹងយ៉ាងម៉េចយើងហៅថាបារមីព្រះអង្គវត្តឈូកបារមីព្រះអង្គវត្តប៉ោះ2បារមីព្រះអង្គវត្ត7យើងធ្លាប់ហៅមកដែរបើអញ្ចឹងចង់សួរព្រះអនុថែឲ្យវែកញែកពាក្យថាបារមីហ្នឹងគឺសំដៅទៅលើអ្វីពិតប្រាកដណាសូមវិសាចនីបពុតព្រះមហាតហេបងនៃចម្រើនភោសាទវោអស់លោកនៃញាតិញោមជាសពបរោះទាំងឡាយ
អញ្ចឹងក្រោយពីបានស្ដាប់នូវសំណួររបស់ប្រគុណម្ចាស់ដែលបានដណ្ដឹងសួរអំពីពាក្យតបារមីអញ្ចឹងពាក្យតបារមីនេះយើងជាពុទ្ធសាសនិកជនអ្នកគោរពស្រឡាញ់រាប់អានជឿជាក់នៅក្នុងពុទ្ធសាសនាក៏តែងតែធ្លាប់បានឮធ្លាប់បានជ្រួតជ្រាបអំពីពាក្យតបារមីនេះសុបសំនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៅហើយក៏ប៉ុន្តែការឲ្យនិយមន័យឬក៏ថាការយល់ដឹងអំពីខ្លឹមសារនៃពាក្យតបារមីនេះវាខុសប្លែកអំពីគ្នាញាតិញោមជាសពបរោះទាំងឡាយដោយប្រគុណម្ចាស់បមហាតហេបានបញ្ជាក់មកខាងដើមមិញអញ្ចឹងតើអ្នកខ្លះយល់អំពីបារមីហ្នឹងទៅដោយន័យផ្សេងអញ្ចឹងទៅបារមីស្នងរូបស្នងអីណានៃអញ្ចឹងទៅក៏ប៉ុន្តែពាក្យតបារមីនេះជាភាសាបាលីហើយបើយើងគិតអំពីស័ព្ទនេះជាភាសាបាលីនៅក្នុងពុទ្ធសាសនាលោកបានសម្ដែងបញ្ជាក់ជាទឹកតាំងទុកមកតនិព្វានំអេវៈបរੰអយតិកច្ចតិតិបារមីធម្មជាតិតិអញ្ចឹងពាក្យតបារមីហ្នឹងមានន័យថាធម្មជាតិឬក៏គុណជាតិឯណាមួយដែលជាគ្រឿងញ៉ាំងជន់ឲ្យបានដល់នៅត្រើយពូលគឺបរះនិព្វានគុណជាតិនោះឯងក៏ឲ្យឈ្មោះតបារមីអញ្ចឹងពាក្យតបារមីនេះគឺសំដៅទៅដល់គុណជាតិដែលអាចញ៉ាំងពពួកជនឯណាមួយដែលជាអ្នកស្រេកឃ្លានប្រាថ្នាចង់បាននៅបនិព្វានឲ្យរួចផុតអំពីរឿងការកើតការចាស់ឈឺស្លាប់ឯជាដើមនេះអានឹងឯងក៏ឲ្យឈ្មោះតបារមីសូមបមហាតហេនិមន្តជ្រាបសាធុស្ដាប់បានហើយបើអញ្ចឹងពាក្យថាបារមីគឺសំដៅទៅលើគុណជាតិដែលញ៉ាំងបុគ្គលឲ្យដល់នៅព្រះនិព្វានហើយញាតិញោមសប្បុរសទាំងឡាយក៏សូមបានជ្រាបដែរថាបារមីនេះគឺមិនមែនសំដៅទៅលើការបញ្ចូលរូបឬក៏បញ្ចេញរូបស្អីដែលយើងធ្លាប់មើលឃើញកន្លងមកនោះទេឧទាហរណ៍ថាបារមីយាយម៉ៅបារមីយាយអីចឹងទៅអញ្ចឹងទៅជាបារមីដែរវាមិនកើតញាតិញោមមិនកើតទេតលយាយម៉ៅហ្នឹងកសាងជាប្រពោធិសត្វដែរអាហ្នឹងបានគេហៅថាបារមីយាយម៉ៅអញ្ចឹងញាតិញោមច្បាស់ហើយសូមពុទ្ធបរិស័ទទាំងឡាយជ្រាបថាពាក្យថាបារមីដូចទៅព្រះអនុថែលោកបានជម្រាបមិញគឺសំដៅទៅលើគុណជាតិដែលញ៉ាំងបុគ្គលដែលបានសន្សំហើយឲ្យត្រាស់ដឹងនៅធម៌ឲ្យដល់នៅព្រះនិព្វានឥឡូវសួរថាបារមីហ្នឹងមានប្រមាណទៅទៀតថាអ្នកសូមវិសាចនីមាន10ក៏មាន30ក៏មានសូមបមហាថៃជ្រាបសាធុ10ក៏មាន30ក៏មានមើល10ក៏មានហ្នឹងយ៉ាងម៉េចហើយយ៉ាងម៉េចបានទៅជា30ទៅទៀតអ្នកសូមវិសាចនីបបិទ្ធប្រគុណម្ចាស់បមហាថៃបងនៃចម្រើនតកតងទៅនឹងរឿងបារមីទាំង10ប្រការនេះបើយើងគិតទៅថាធននេះញាតិញោមជាពុទ្ធបរិស័ទជាទូទៅភាគច្រើនដែលជាបាសកឧបាសិកាទេយុទេយិកាអ្នកស្មាទានសិលអ្នកប្រកាសថ្វាយខ្លួនដល់នៅត្រៃសរណគមនៅក្នុងពុទ្ធសាសនាហើយនោះក៏ធ្លាប់បានចេះធ្លាប់បានចាំសូត្រនៅធម៌នេះតាំងពីការធ្វើបទនមស្ការរំលឹកនឹកទៅដល់គុណនៃបត្រៃរតន៍ទាំង3ជារឿយមកហើយញាតិញោមជាសពបរោះទាំងឡាយដែលយើងដឹងមកតបារមីមាន10ប្រការនោះគឺលោកទ្រង់ត្រាស់សម្ដែងទុកមកតែមានទានបារមីមានសីលបារមីមាននេកខមបារមីមានបញ្ញាបារមីមានវិរិយៈបារមីមានអធិដ្ឋានបារមីខន្តីបារមីសច្ចបារមីមេត្តាបារមីនិងឧបេក្ខាបារមីអញ្ចឹងបារមីនឹងមាន10ប្រការតែប៉ុណ្ណេះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយរួចបមហាថៃលោកសួរទៅទៀតថាតើរាប់យ៉ាងម៉េចឲ្យបានគ្រប់ទៅជា30នៅក្នុងបារមីនីមួយលោកទ្រង់ត្រាស់សម្ដែងបែងចែកទៅជា3បើយើងគិតអំពីបារមីទី1គេឲ្យឈ្មោះថាទានបារមី
អញ្ចឹងនៅក្នុងទាននឹងមួយគេបែងចែកទៅជា3មានទានបារមីនឹង1ទានឧបបារមីនឹង2ទានបរមត្តបារមីនឹង3សូមប្រគុណម្ចាស់បមហាថៃនិមន្តជ្រាបសាធុជ្រាបហើយតែមិនតន់ច្បាស់គ្រាន់តែជ្រាបទេញាតិញោមជ្រាបប៉ុន្តែអត់តន់ច្បាស់មិនបានថាមិនតន់ច្បាស់ទានបារមីហ្នឹងក៏មិនដឹងអាម៉េចហើយទានឧបបារមីហ្នឹងក៏មិនដឹងអាម៉េចហើយទានបរមត្តបារមីនេះក៏មិនដឹងអាម៉េចបើអញ្ចឹងសូមឲ្យព្រះអនុថែហ្នឹងកិនទៅនឹងកន្លែងហ្នឹងមួយទៀតសូមរតនាបពុតប្រគុណម្ចាស់បមហាថៃបងនៅចម្រើនអញ្ចឹងប្រគុណម្ចាស់លោកបានបញ្ជាក់ទុកមកថាមិនតាន់បានជ្រាបអំពីរឿងបារមីដែលបែងចែកនៅក្នុងបារមីនីមួយទៅជា3នឹងទីបពុតបមហាថៃបងនៃចម្រើនភោសាទវរលោកនៃញាតិញោមជាសពបរោះទាំងឡាយនៅក្នុងបារមីទី1ដែលយើងឲ្យឈ្មោះទៅទានបារមីទានបារមីនេះគឺសំដៅទៅដល់គុណជាតិដែលជាគ្រឿងញ៉ាំងជន់ឲ្យដល់នៅប្រះនៅពៀនទៅដោយការឲ្យទានព្រោះតែគេឲ្យឈ្មោះទៅទានបារមីហ្នឹងគឺពពោធិសត្វគ្រប់ព្រះអង្គលោកតែងតែបរិច្ចាគនៅទ្រព្យសម្បត្តិនៅប្រពន្ធកូនដែលជារបស់ក្រៅខ្លួនអាហ្នឹងបរិច្ចាគនៅរបស់អស់ទាំងនឹងទៅគេឲ្យឈ្មោះទៅទានបារមីទី1រួចចំណែកឯទានឧបបារមីនោះវិញគឺសំដៅទៅដល់ការបរិច្ចាគនៅអវយវៈសាច់ឈាមស្បែកភ្នែកប្រមាត់បេះដូងសួតជាដើមនឹងឡើងទៅគេឲ្យឈ្មោះទៅទានឧបបារមីហើយដល់ទានបរមត្តបារមីគឺពពោធិសត្វលោកមានសេចក្តីស្រឡាញ់ពេញចិត្តទៅក្នុងការឲ្យទានដោយសារការបរិច្ចាគនៃជីវិតរបស់ព្រះអង្គក៏ព្រះអង្គលោកហ៊ានបរិច្ចាគនឹងផងដែរការដែលឲ្យនៅជីវិតទៅជាទានដូច្នេះលោកឲ្យឈ្មោះទៅទានបរមត្តបារមីអញ្ចឹងខ្ញុំកណាបច្ចៈតេតងទៅនឹងបារមីទាំង3ដោយសេចក្តីសង្ខេបខ្លីទៅប៉ុណ្ណេះសូមប្រគុណម្ចាស់ព្រះមហាថៃនិមន្តជ្រាបសាធុជ្រាបហើយបើអញ្ចឹងជ្រាបម្ដងនេះច្បាស់ហើយញាតិញោមទី1ទានបារមីសំដៅទៅលើការឲ្យនៅវត្ថុទ្រព្យសម្បត្តិនានាផងឲ្យនៅបុត្រនិងភរិយាផងទៅជាទានឲ្យឈ្មោះថាទានបារមីហើយដល់ទៅម្យ៉ាងទៀតការឲ្យនៅអវយវៈតូចធំមានតាំងពីសាច់មានតាំងពីឈាមសួតថ្លើមប្រមាត់បេះដូងអីចឹងឲ្យដល់អ្នកដទៃអ្នកណាគេត្រូវការភ្នែកឲ្យភ្នែកទៅអ្នកណាគេត្រូវការបេះដូងឲ្យបេះដូងទៅប៉ុន្តែជាដើមឲ្យឈ្មោះថាអង្គបរិច្ចាគនោះសំដៅទៅលើការឲ្យនៅអវយវៈតូចធំនៅក្នុងខ្លួនទៅជាទានឈ្មោះថាទានឧបបារមីហើយដល់ទៅផ្នែកមួយទៀតដែលបរិច្ចាគជីវិតឲ្យទៅជាទានឲ្យឈ្មោះថាបរមត្តបារមីអញ្ចឹងបើកុសលថ្នាក់ទានហៅថាទានបរមត្តបារមីគឺសំដៅទៅលើការបរិច្ចាគដ៏ខ្ពង់ខ្ពស់បើយើងនិយាយការឲ្យទានគឺជាការឲ្យទានដ៏ខ្ពង់ខ្ពស់បំផុតឥតមាននរណាអាចធ្វើដូចដល់បានបើអញ្ចឹងជ្រាបហើយញាតិញោមបំបែកនៅក្នុងបារមីទាំង10ប្រការហ្នឹងឲ្យទៅជាអញ្ចឹងទាំងអស់ទៅបានគ្រប់ទៅជាបារមី30មួយទៅជា3មួយទៅជា3 10ដងទៅវា30បើអញ្ចឹងរឿងបារមីហ្នឹងញាតិញោមស្ដាប់ទៅដូចជាយល់ដែរក៏ប៉ុន្តែខ្ញុំកណាចង់សួរព្រះអនុថែបន្តិចឧបមាថាដូចជាញាតិញោមគាត់សមាទានសិលអញ្ចឹងហើយដល់មានមូសមកខំគាត់អត់ហ៊ានទះមូសហ្នឹងទេដល់តែមូសខំអញ្ចឹងទៅគាត់ទុកឲ្យមូសហ្នឹងវាបឺតឈាមគាត់ណាអាហ្នឹងគឺថាឈ្មោះថាឲ្យឈាមជាទានឲ្យឈាមជាទានបើឲ្យឈាមជាទានអញ្ចឹងចាត់ចូលនៅក្នុងបារមីជាមួយនឹងមូសដែរឬទេអានេះសូមវិសាចនាបពុតព្រះមហាថៃបងនៅចម្រើនអញ្ចឹងឃើញនៅសំណួររបស់ប្រគុណម្ចាស់ព្រះមហាថៃញាតិញោមជាសពបរោះទាំងឡាយហាក់បីដូចជាប្លែកបន្តិចប្លែកត្រង់ថាលោកសួរតើមនុស្សយើងដែលបានបរិច្ចាគឈាមទៅឲ្យដល់សត្វមូសដែលមូសវាមកខាំយើងហ្នឹង
rồi đây dương mình thực ta dương mình ta ấy tế dương khơi ta hỏi oi về bớt chiêm dương ta đôi sầm rùa hay mà hà thái xua thạ chmua ta ba là mây đây rồi tì hỏi bà lư u ta hòm pi nâng ta đáy mà hà thái mình lư u ta hòm pi nhiệt nhôm khla đại quạt ban bò để chạy chim ta đo bờ bụi chôn na đại trừ ca này chỉ vật trong ruộng riêng miên chỉ vật với nẹt nút khoa chim là tại dương ban bò để chạy nút anh đang ao chmua ta ba là mây đây rồi cái giang nào bà dương cất từ tam ca thôi tiên là bà dương kỳ từng ọc nia đây chỉ bảo thôi chôn đi anh đang ca thôi tiên là bà dương nâng lục mình sừng cru ao chmua thá tiên là ông bà là mây nửa tì lục con ta sừng cru ao chmua ta chỉ ông bà này say để bản nó đấy cái ao chmua ta tiên nú bà này say miền này ta con này chỉ ông bà này say này ca thôi tiên là bà dương kỳ ta bản nó những ca bò để ra như đi bọc clay một phẩm phần này xôm và con mày cha và mà hà thái bong thì muốn chiêm xa thu chiêm hơi ở nụ thái chiêu chlat mình những phi mà là nụ thái to lại đó nè tùa rừng mù nó chuyên cám nó giống ọt to nó ấy to nó rừng tôi tái của mình đấy nhìn nhộm ấy lấy pra nụ thái lục ban bò để dài riệp rộp chọp thì cái đây ông pi bịa thà ca ao tiên Obama thà ao chiêm nhìn nhôm ban bò để chạy chiếm đàm bay chui sừng cướp đó là dụ chỉ vứt nay của chi chốn đai miền thì cái đây trời ca nè ná đai trời ca chiếm cứ dương ban bò để chạy chiêm ấy nhom cái ná con để lơ ông pi mục kham đi bảo mục kham tôi dương ở hiền tè mục dương tục ở mục bớt chiêm tam sầm rú ao chmua thà tiên là ốp bà là mấy đai rủ tê là nụ thái lúc tham mình mến chỉ tiên là ốp bà là mấy tê nè cứ rương tiên là ốp bà là mấy đi cứ to từ miền ca tăng chất cho ba lo nè tăng chất cho ba lo đây group ra bà rong mà po thì sát thằng lái miền ca sạch cha pron để thiên cho ba lo nè đôi chia ra bà rong mà po thì sát đại ban co sang phi này ha ba là mấy hái cứ lúc tay tay chia diêm đam bay sầm ranh nơi cô đau rồi bỏ lục miền tây tần na được không can leo băng miền tây tần na được không can leo băng hái đam bay đô dốc ca tra đăng nội ảnh đạiព្រះបរមពុទ្ធិសត្វលោកមានបន្ទូលឲ្យថាភ្នែកគឺជាទីស្រឡាញ់បេះដូងក៏ជាទីស្រឡាញ់ប្រពន្ធកូនក៏ជាទីស្រឡាញ់ស្មើជីវិតដែរប៉ុន្តែមិនអាចជាទីស្រឡាញ់ជាងពោធិញ្ញាណនោះទេគឺព្រះអង្គស្រឡាញ់ពោធិញ្ញាណនឹងច្រើនជាងរបស់ទាំងអស់ហ្នឹងអញ្ចឹងហើយបានជាលោកបរិច្ចាគរបស់ហ្នឹងទៅជាទានបានហើយការបរិច្ចាគរបៀបហ្នឹងហើយទើបអាចចាត់ទុកថាជាទានឧបបារមីហើយចំណែកញាតិញោមដែលក្រន់តែបរិច្ចាគនៅឈាមឲ្យទៅបុគ្គលដទៃដូចជាព្រះអនុថែបានវិសាចនាមកហើយថាក្រន់តែជាឧបនិស្ស័យទានុបនិស្ស័យជាឧបនិស្ស័យឈានទៅរកទានឧបបារមីនឹងដែរក៏ប៉ុន្តែបើសិនជាអស់លោកសប្បុរសទាំងឡាយមិនបានតាំងចិត្តមិនបានបដូរយកពោធិញ្ញាណទេក៏នៅតែជាទានធម្មតាអញ្ចឹងដែរតែគ្រាន់តែថាជាឧបនិស្ស័យដែលឈានទៅរកឧបបារមីនឹងដែរញាតិញោមពុទ្ធបរិស័ទក៏នឹងអាចคล้ายទៅជាព្រះពុទ្ធមួយរូបคล้ายទៅជាព្រះពុទ្ធមួយអង្គអញ្ចឹងដែរប្រសិនបើញាតិញោមលើកឡើងនៅចេតនាផ្គងឡើងឲ្យបានខ្ពស់ហើយតាំងចិត្តដូរយកពោធិញ្ញាណបាទណាសូមជម្រាបអញ្ចឹងហើយលើបារមីធម៌ទាំង10ប្រការហ្នឹងដូចព្រះអនុថែលោកបានរៀបរាប់មកហើយមានតាំងពីទានរហូតទៅដល់មេត្តាឧបេក្ខានោះដែលជាបារមីនាំឲ្យការកសាងជាព្រះពុទ្ធហ្នឹងដែលបានកសាងបារមីគ្រប់គ្រាន់ហើយនាំឲ្យបុគ្គលហ្នឹងបានត្រាស់ដឹងទៅជាព្រះពុទ្ធណាញាតិញោមស្ដាប់តន់ឬក៏មិនតន់ញាតិញោមស្ដាប់តន់ទេស្ដាប់តន់អាត្មាទេលឿនពេកទេចាប់បានខ្លះអត់បានខ្លះញោមហ៎អញ្ចឹងឃើញថាញាតិញោមដែលស្ដាប់អំពីបារមីទាំង10ហ្នឹងគិតឃើញថាវាហួសវិស័យរបស់មនុស្សយើងឬក៏យ៉ាងម៉េចញោមថាមនុស្សយើងមាន3ប្រភេទដូចអាត្មាជំរាបអញ្ចឹងណាមានមោគសត្វមានសាមញ្ញសត្វមានពោធិសត្វហ្នឹងតលតែសត្វណាខ្ពង់ខ្ពស់ដែលមានបញ្ញាចាស់ខ្លាទើបអាចកសាងនៅលើកឡើងនៅបារមីទាំង10នឹងរួចហើយបើក្រន់តែសាមញ្ញទេលើកមិនរួចទេ
លើកលីលើកទូលបារមីទាំង10នឹងមិនរួចទេច្បាស់ជាបានតែត្រង់ណាមួយឬក៏បានខ្លះជាចំណែកតែប៉ុណ្្នឹងទេញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលសិក្សាអំពីបារមីហ្នឹងគឺដើម្បីឲ្យយើងយល់អំពីគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធថាពេលដែលព្រះអង្គបានត្រាស់ជាព្រះពុទ្ធនោះដោយសារហេតុអ្វីខ្លះហើយគោលដៅរបស់ព្រះអង្គហ្នឹងសំដៅទៅឯណាព្រោះយើងអ្នកប្រព្រឹត្តធម៌អ្នកចម្រើនធម៌ហ្នឹងគឺឲ្យដឹងអំពីមូលហេតុដែលព្រះអង្គបានត្រាស់ដឹងផងនិយាយរួមទៅគឺថាឲ្យស្គាល់តួអង្គព្រះពុទ្ធហ្នឹងឲ្យច្បាស់តែម្ដងទើបយើងអាចនឹងបង្អោនចិត្តគោរពចំពោះព្រះពុទ្ធរតនៈហ្នឹងបានកាន់តែខ្លាំងក្លាឡើងអញ្ចឹងបារមីទាំង10ហ្នឹងសួរព្រះអនុថែប៉ុណ្្នឹងសិនឥឡូវងាកទៅមហាបរិច្ចាគ5មហាបរិច្ចាគ5ហ្នឹងពាក្យតែមហាបរិច្ចាគហ្នឹងបានសេចក្តីយ៉ាងម៉េចហើយមាន5នោះ5ស្អីខ្លះសូមវិសាចនីមហាបរិច្ចាគមានន័យទៅការបរិច្ចាគដ៏ខ្លាំងក្លាឬក៏មានន័យទៅការបរិច្ចាគដ៏ក្រៃលែងអញ្ចឹងមហាបរិច្ចាគដែលបានឆ្លើយប្រគិនបមហាតហេខាងដើមទៅមាន5នោះទី1គេឲ្យឈ្មោះតនៈបរិច្ចាគមានន័យទៅការបរិច្ចាគនៅទ្រព្យសម្បត្តិឲ្យទៅជាទានហើយទី2គេឲ្យឈ្មោះតពុទ្ធបរិច្ចាគមានន័យទៅការបរិច្ចាគនៅកូនដែលជាទីស្រឡាញ់ពេញចិត្តរបស់ខ្លួនទី3គេឲ្យឈ្មោះតទារៈបរិច្ចាគមានន័យទៅការបរិច្ចាគនៅប្រពន្ធឲ្យទៅជាទានហើយទី4គេឲ្យឈ្មោះថាអង្គបរិច្ចាគកបរិច្ចាគនៅសាច់ស្បែកឈាមបេះដូងជាដើមនឹងឡើងទៅទី5ឲ្យឈ្មោះតជីវិតបរិច្ចាគគឺការបរិច្ចាគលះបង់នៃជីវិតអញ្ចឹងទាំង5ប្រការនេះឲ្យឈ្មោះតមហាបរិច្ចាគសូមប្រគុណម្ចាស់ព្រះមហាថៃបងជ្រាបសាធុមហាបរិច្ចាគ5មើលមកដល់កន្លែងមហាបរិច្ចាគ5ហ្នឹងញាតិញោមហេតុអីបានជាព្រះបរមពោធិសត្វទាំងឡាយគ្រប់ព្រះអង្គហ្នឹងចាំបាច់មានមហាបរិច្ចាគ5ហើយបើផ្សេងអំពីហ្នឹងបើគុំមានមហាបរិច្ចាគ5ហ្នឹងបានដែរទេកសាងបារមីទៅរួចដែរទេអនុថែសូមពិសេសនេះបពុតព្រះមហាថែបងនៃចម្រើនហើយបើយើងគិតអំពីមហាបរិច្ចាគទាំង5ប្រការនេះតួអង្គនៃព្រះពោធិសត្វគ្រប់ជាតិទាំងអស់មានន័យថាបុគ្គលដែលជាអ្នកជាប់ជំពាក់ទៅនឹងការត្រាស់ដឹងជាពុទ្ធជាមកុដត្រៃលោកសម្រាប់ចម្លងនៅពួកសត្វតនិកអមនិកាយទាំងឡាយទាំងពួងឲ្យបានដាក់ដល់ឋាននៅព្រះនិព្វានជាទីបំផុតនៃជាតិនោះអញ្ចឹងបើយើងគិតថាអត់មាននៅមហាបរិច្ចាគទាំង5ប្រការនេះទេអត់មានមហាបរិច្ចាគទាំង5ប្រការនេះវាមិនខុសប្លែកអំពីការធ្វើបុណ្យកុសលការធ្វើទានរបស់យើងគេគ្រប់គ្នានឹងទេញាតិញោមជាសពបរោះទាំងឡាយដៃឡែកពពុទ្ធិសត្វលោកអាចធ្វើនៅអ្វីទាំងឡាយទាំងពួងដែលសត្វធ្វើលោកដតីទៀតមិនអាចធ្វើដូចជាព្រះអង្គបានដែលគេឲ្យឈ្មោះតតុក្ករកម្មញាតិញោមជាសពបរោះមានន័យតែកម្មដែលសត្វធ្វើបាននៅកម្រក្រក្រៃពេកអញ្ចឹងអំពើទាំងឡាយណាដែលយើងធ្វើបាននៅកម្រហ្នឹងព្រះអង្គលោកធ្វើតែកើតតួយ៉ាងដូចជាការបរិច្ចាគនៅប្រពន្ធការបរិច្ចាគនៅកូនជាទានហើយការបរិច្ចាគនៅសាច់ស្បែកបេះដូងជាទានហ្នឹងបើយើងគិតទៅថាបើពពោធិសត្វលោកមិនប្រព្រឹត្តធ្វើដូច្នេះទេវាវិសេសវិសាលជាជាងយើងនឹងយ៉ាងមិនកើតញាតិញោមជាសពបរោះទាំងឡាយអញ្ចឹងលោកអ្នកចង់បានត្រាស់ដឹងទីជាប្រពន្ធតតែហ៊ានបរិច្ចាគនៅរបស់អស់ទាំងហ្នឹងបានត្រាស់ទីជាប្រពុតនឹងទៅកើតបើខ្វះនៅអង្គទាំង5អង្គណាមួយនោះមិនអាចបានត្រាស់ដឹងទីជាប្រពុតនឹងបានឡើយអញ្ចឹងខ្ញុំកណាឆ្លើយមកមានប្រមាណប៉ុណ្ណេះសូមប្រគុណម្ចាស់ព្រះមហាថៃបងនិមន្តជ្រាបសាធុដោះស្រាយមកនឹងសមរម្យហើយញាតិញោមយើងឃើញថាព្រះពោធិសត្វគ្រប់ព្រះអង្គត្រូវតែឆ្លងកាត់នៅមហាបរិច្ចាគ5បរិច្ចាគ5ហ្នឹងមានតាំងពីការបរិច្ចាគទ្រព្យសម្បត្តិផងបរិច្ចាគកូនផងបរិច្ចាគភរិយាផងបរិច្ចាគនៅអវយវៈអង្គាវយវៈតូចធំនឹងផងបរិច្ចាគនៅជីវិតទៅទៀតអញ្ចឹងមនុស្សសត្វតនិកទាំងឡាយផ្សេងក្រៅអំពីព្រះពោធិសត្វធ្វើពុំបានទេ
chẳng ấy ban trên được không thò vô cặp nó dừng sâu thà vô cặp và cao đây hệ về áp và mai giáng ca lang cà ròn táo a tị tục cà ra ni và năng chỉ đám đại lục sầm đai thàประពុតជាទីពឹងជាពំនឹងសពសត្វតាព្រះអង្គកាលប្រាថ្នាធ្វើកសាងអស់កាលយូររាប់ដោយកោតកប្បាច្រើនគណនាហួសគិតគូបានត្រាស់ជាសព្វញ្ញូច្បាស់ជាគ្រូលើភពឋានធ្វើកម្មជាកម្រសត្វនិកត្រាប់ពុំបានតោកយ៉ាលំបាកប្រានព្រោះប្រយោជន៍ដល់សពសត្វឃើញទេព្រះបរមពុរិស័ទទាំងឡាយគឺបំណងប្រាថ្នាដើម្បីជាប្រយោជន៍ដល់សពសត្វអញ្ចឹងលោកកសាងបារមីហ្នឹងមានមហាបរិច្ចាគ5ហ្នឹងគឺជាការបរិច្ចាគធំធេងណាស់គឺជាការលះបង់សម្បើមណាស់ហើយញាតិញោមលះបង់កើតទេមើលញាតិញោមលះបង់កូនលះបង់ណែភរិយាស្វាមីឲ្យទៅជាទានដល់អ្នកដទៃកើតទេទៅមិនរួចទេលោកគ្រូអើយហើយញាតិញោមលះបង់បើលះបង់កូនបានញាតិញោមយកមកប្រគេនលោកអីណាយកកូនមកប្រគេនលោកអីម្នាក់ពីរនាក់អីប្រគេនឲ្យធ្វើកូនសិស្សបានណាកូនកំមុំក៏ដោយកូនកន្លោះក៏ដោយណាឲ្យប្រគេនលោកទៅឲ្យធ្វើកូនសិស្សជាមួយលោកអញ្ចឹងបានឲ្យរៀនធម៌រៀនអាអញ្ចឹងទៅប៉ុន្តែជំនាន់ដើមណាញាតិញោមយកកូនមកប្រគេនលោកគ្រូចៅអធិការគេលោកគ្រូចៅអធិការថាកូនម្ចាស់ហើយខ្ញុំកណ្ដាលនឹងសូមប្រគេនទៅលោកគ្រូម្ចាស់ហើយសុំតែទុកតែឆ្អឹងនឹងភ្នែកបានហើយបានន័យថាញាតិញោមហ្នឹងបកុលទុកចិត្តលើលោកតែម្ដងដើម្បីឲ្យលោកហ្នឹងវាយក៏ដោយវត្តក៏ដោយប្រឌៀនព្រានប្រដៅឲ្យអស់ពីជើងពីដៃឲ្យអស់ពីពោះពីពងហើយទោះបីថាវាយដំអីយ៉ាងណាខ្លះនោះគឺញាតិញោមអត់មានប្រកាន់ខឹងអីទេប៉ុន្តែឥឡូវមិនបានដែរញាតិញោមហ៊ានតែកូនសិស្សមកនៅវត្តអីហ៊ានតែលោកហ៊ានតែវាយអីល្មមទៅប្តឹងហ្នឹងមករករឿងលោកទៀតណាអញ្ចឹងអត់កើតទេណាសម័យឥឡូវនេះណាប៉ុន្តែសម័យឥឡូវហ្នឹងញាតិញោមអត់ទៅយកកូនមកផ្ញើប្រសងផងទេមិនដឹងយ៉ាងម៉េចហើយអត់ទៅមានអ្នកបួសអីថែមទេឮសូរដំណឹងថាអង្គនេះបួសយូរទៅហើយក៏លោកចិត្តដល់ពេលត្រូវអស់និស័យអញ្ចឹងទៅហើយក៏តិចទៅឮដំណឹងថាអង្គនោះចិត្តអស់និស័យបន្តិចទៅឮដំណឹងថាព្រះអង្គនោះចិត្តអស់និស័យណែដល់អញ្ចឹងដូចជាមិនសូវមានអ្នកស្នងហ្នឹងញោមអ្នកបួសហ្នឹងកាន់តែខោចទៅដែរណារឿងលោកហ្នឹងណែមិនដឹងជាគិតយ៉ាងម៉េចទេញាតិញោមហើយញាតិញោមគិតយ៉ាងម៉េចឥឡូវហ្នឹងជាមួយអាត្មាហ្នឹងក៏ពិបាកចិត្តណាស់ដែរញាតិញោមហើយយើងឃើញថារឿងមហាបរិច្ចាគរបស់ព្រះបរមពុរិស័ទហ្នឹងគឺព្រះអង្គលះបង់ប្រយោជន៍ខ្លួនឯងដំបូងហ្នឹងគឺលះបង់ខ្លួនឯងដើម្បីជាប្រយោជន៍ដល់សពសត្វទូទៅអញ្ចឹងញាតិញោមស្ដាប់បានហើយកន្លែងហ្នឹងមហាបរិច្ចាគ5ហើយចុះនៅធម៌មួយឈ្មោះទៀតឲ្យឈ្មោះថាចរិយា3នោះហើយមើលចរិយា3ហ្នឹងយ៉ាងម៉េចខ្លះទៅសូមវិសាចនាបុព្វបមហាតហេបងនៃចម្រើនចរិយា3នោះទី1គេឲ្យឈ្មោះតលោកដ្ឋចរិយាលោកដ្ឋចរិយាមានន័យតែការប្រព្រឹត្តធ្វើនៅប្រយោជន៍ទៅដល់សត្វលោកទូទៅទាំងអស់តែអញ្ចឹងដោយបមហាតហេបានពោលរៀបរាប់មកខាងដើមបំពេញមិញថាជាតិជាបសម្មាសម្ពុទ្ធដែលព្រះអង្គលោកទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណនេះមិនមែនព្រះអង្គទន្សំយកសុខទៅខ្លួនឯងមានន័យតែមិនមែនសំងំយកព្រះនិព្វានទៅដោយមួយព្រះអង្គឯងនោះទេគឺព្រះអង្គលោកមានការអាណិតអាសូរទៅដល់មនុស្សហើយមិនត្រឹមតែមនុស្សទេរហូតទៅដល់ទេវតាមាព្រំទាំងអស់ញាតិញោមជាសពបរោះទាំងឡាយអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធបរមគ្រូចោមម្ចាស់នៃយើងតាំងតអំពីថ្ងៃដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណលើពោធិបល្ល័ង្កនោះទទួលគ្នានឹងថ្ងៃដែលព្រះអង្គទ្រង់រំលត់ខណ្ឌយាងចូលកាន់ព្រះបរមនិព្វានរយៈកាល45វស្សានេះព្រះអង្គលោកតែងតែប្រព្រឹត្តធ្វើនៅពុទ្ធកិច្ចមានន័យថាព្រះសកម្មភាពតួនាទីរបស់ព្រះអង្គនឹងមានរហូតដល់15
គឺមានតាំងពីការបណ្ឌបាតជាខាងដើមរហូតទៅដល់ការប្រមាលមើលនៅឧបនិស្ស័យរបស់សត្វលោកជាខាងចុងហើយអញ្ចឹងការប្រព្រឹត្តធ្វើនៅពុទ្ធកិច្ចព្រះសកម្មភាពជារៀងរាល់ថ្ងៃរបស់ព្រះអង្គនេះអានឹងគ្រាន់តែជាការសបញ្ជាក់ឲ្យឃើញថាព្រះអង្គលោកមានបតីខ្វល់ខ្វាយនៅក្នុងការសង្គ្រោះទៅដល់សត្វលោកទាំងអស់ដែលជាអ្នកហែលឆ្លងនៅវាលវត្តសង្សារនេះដែលពោពេញទៅដោយសេចក្តីទុក្ខជួបប្រទះទៅនឹងរឿងកើតចាស់ឈឺស្លាប់នេះអញ្ចឹងបើព្រះអង្គលោកខិតខំបំពេញនៅពុទ្ធកិច្ចទាំង5ប្រការនេះដើម្បីប្រោសសត្វទាំងឡាយទាំងពួងនឹងមានន័យមានសេចក្តីតាលោកតហចរិយានឹងព្រះអង្គប្រព្រឹត្តជាប្រយោជន៍ទៅដល់សត្វលោកទូទៅទាំងអស់តែម្ដងចំណែកឯចរិយាទី2គេឲ្យឈ្មោះតញាតហចរិយាញាតហចរិយានឹងមានន័យតការប្រព្រឹត្តធ្វើប្រយោជន៍សង្គ្រោះទៅដល់ពពួកញាតិរបស់ព្រះអង្គបើយើងគិតអំពីការសង្គ្រោះញាតិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់នៃយើងនេះសូម្បីតែរឿងដែលស្ដេចវិឌូដភៈមានបំណងទៅសម្លាប់រង្គាលនៅពពួកសក្យវង្សឲ្យដាច់ពូជដាច់ពួងនោះក៏ព្រះអង្គលោកយាងទៅធ្វើអន្តរាគមហើយរហូតទៅដល់ស្ដេចកោលយៈឆ្លោះគ្នាជាមួយនឹងខាងស្ដេចសក្យវង្សដែលជាវង្សរបស់ព្រះសម្មាសម្ពុទ្ធហើយរឿងអីរឿងការដណ្ដើមទឹកគ្នាធ្វើស្រែក៏ព្រះអង្គលោកយាងទៅរងាប់នៅអតិកោនេះដើម្បីកុំឲ្យកើតឡើងអញ្ចឹងការប្រព្រឹត្តធ្វើនៅប្រយោជន៍សង្គ្រោះទៅដល់បញ្ញាទី2គេឲ្យឈ្មោះតញាតហចរិយាចំណែកឯចរិយាទី3គេឲ្យឈ្មោះតពុទ្ធហដ្ឋចរិយាញាតិញោមជាសពបរោះទាំងឡាយពុទ្ធហដ្ឋចរិយាហ្នឹងគឺមានន័យទៅព្រះអង្គលោកប្រព្រឹត្តធ្វើនៅប្រយោជន៍ក្នុងទួនាទីព្រះអង្គជាពុទ្ធហ្នឹងត្រូវគោរពអនុវត្តយ៉ាងម៉េចហ្នឹងអាហ្នឹងគេឲ្យឈ្មោះតពុទ្ធហដ្ឋចរិយាអញ្ចឹងចរិយាទាំង3ប្រការដែលខ្ញុំកណាបានបញ្ជាក់មកត្រឹមតែប៉ុណ្ណេះសូមប្រគុណម្ចាស់ព្រះមហាថៃបងនិមន្តជ្រាបសាធុជ្រាបហើយពីរោះណាស់ព្រះអនុថែលោកបានរៀបរាប់មកអំពីពាក្យថាចរិយា3ប្រការចរិយាហ្នឹងគឺការប្រព្រឹត្តជាប្រយោជន៍ការប្រព្រឹត្តជាប្រយោជន៍ដល់សត្វលោកទូទៅបានដល់ពុទ្ធកិច្ចទាំង5យ៉ាងការប្រព្រឹត្តជាប្រយោជន៍ដល់ពពួកញាតិបានដល់ការទៅជួយសង្គ្រោះពពួកញាតិនោះផ្ទាល់ហើយចរិយាការប្រព្រឹត្តដើម្បីប្រយោជន៍ដល់ការត្រាស់ដឹងគឺការកសាងនៅសម្ភារបារមីដើម្បីការត្រាស់ដឹងជាប្រពុតដើម្បីរំដោះខ្លួនចេញអំពីកងទុក្ខទាំងពួងនោះផ្ទាល់អញ្ចឹងញាតិញោមពុទ្ធបរិស័ទបានស្ដាប់ព្រះអនុថែលោកបានអត្ថាធិប្បាយបរិយាយត្រួសអំបញ្ញមិញស្ដីអំពីរឿងវិឌូរភៈហ្នឹងវិឌូរភៈហ្នឹងចង់ទៅសងសឹកទៅសម្លាប់ពពួកសក្យរាជដែលពពួកសក្យរាជហ្នឹងគឺជាពូជពងវងផៅរបស់ព្រះសម្មាសម្ពុទ្ធហើយវិឌូរភៈហ្នឹងគឺចេញអំពីសក្យតកូលហ្នឹងក៏ប៉ុន្តែជាកូនរបស់ព្រះបាទប្រសេនតិកោសលជាមួយនឹងពនាងវាសភខត្តយាដែលចេញអំពីតកូលទាស័យអំពីសក្យតកូលហ្នឹងទៅហើយដោយសារតែព្រះបាទប្រសេនតិកោសលនោះចង់ស្និទ្ធស្នាលជាមួយនឹងព្រះសម្មាសម្ពុទ្ធចង់បានជាញាតិរបស់ព្រះសម្មាសម្ពុទ្ធម្ល៉េះហើយក៏ទៅស្ដីដណ្ដឹងខត្តយកញ្ញាមួយរូបដើម្បីមកធ្វើជាមហេសីក៏ប៉ុន្តែគេមិនអោយអំពីរាជតកូលនឹងពិតប្រកបទេគេឲ្យនាងទាស័យមកអំពីរាជតកូលនឹងម្ល៉េះហើយថ្ងៃក្រោយមកព្រះបាទប្រសេនតិកោសលបង្កើតបានរាជបុត្រមួយព្រះអង្គព្រះនាមវិឌូរភៈនឹងពេលដែលវិឌូរភៈនឹងធំដឹងក្តីទៅហើយធ្វើដំណើរទៅសួរសុខទុក្ខពពួកញាតិនៅក្នុងសក្យតកូលនឹងគឺគេអត់រាប់អានទេគេឲ្យតែមនុស្សចាស់ចេញមកទទួលហើយឲ្យវិឌូរភៈហ្នឹងតំពះថ្វាយបង្គំអីរហូតចឹងទៅដល់ពេលវិឌូរភៈហ្នឹងធ្វើដំណើរចេញទៅវិញគេយកទឹកលាងកន្លែងហ្នឹងគេយកទឹកលាងកន្លែងអង្គុយហ្នឹងហើយគេលាងផងគេជេរផងគេលាងសិតតែទៅដោះគោទៀតណោះលាងផងជេរផងថាកូនទាស័យកូនស្រីបំរើអីចឹងទៅដល់មានអាមាត្យម្នាក់នោះភ្លេចអាវុធណាញាតិញោមភ្លេចដាវភ្លេចអីហ្នឹងមកយកអាវុធរបស់ខ្លួនឬគេលាងឃើញគេលាងកន្លែងផងឬគេជេរផងអញ្ចឹងក៏ទទួលវិឌូរភៈ
ហើយដល់វីដេអូទៅប្រាក់ហ្នឹងក៏ចងគំនុំតាំងពីពេលនោះមកថាមិនអីទេឲ្យពួកឯងយកទឹកដោះគោលាងកន្លែងហ្នឹងសិនចុះចាំមើលតែពេលណាយើងបានសោយរាជយើងនឹងយកឈាមពីបំពង់ករបស់ពួកអ្នកឯងយកមកលាងកន្លែងនេះវិញអញ្ចឹងចងគំនុំអញ្ចឹងហើយដល់ទៅពេលក្រោយមកពេលដែលប្របាទប្រសេននទីកោសលលោកអស់បុណ្យទៅប្របាទប្រសេននទីកោសលដែលជាព្រះវរិយបិតាហ្នឹងអស់បុណ្យទៅគេធ្វើរដ្ឋបហាធ្វើរាជបហាទៅវិទូរភ័ក្រហ្នឹងបានឡើងសោយរាជពិតប្រកបមែនញាតិញោមហើយដល់ឡើងសោយរាជមកលើកតបយកមកវាយបហាមែនលើកតបមកវាយបហាព្រះសម្មាសម្ពុទ្ធទៅចាំស្កាត់ផ្លូវ2 ដង 3 ដងចាំស្កាត់ផ្លូវហើយព្រះអង្គទៅជ្រកក្រោមម្លប់ឈើមួយម្លប់ឈើដែលមានស្លឹកឈើតិចតួចដែលអត់មានម្លប់សោះនេះចឹងហើយបានវីដេអូរភ័ក្រសួរថាបើពុទ្ធព្រះអង្គដោយចម្រើនដើមជ្រៃធំមានម្លប់សាខាមិនក៏ព្រះអង្គមិនជ្រកបែរជាមកជ្រកនៅដើមឈើដែលអត់មានម្លប់ចឹងទៅវិញព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាវីដេអូរភ័ក្រម្លប់របស់ញាតិហ្នឹងត្រជាក់ជាងព្រះអង្គបញ្ជាក់អញ្ចឹងណាថាម្លប់ដើមឈើហ្នឹងមិនត្រជាក់ដូចម្លប់ញាតិទេហើយម្លប់នៅក្នុងពុទ្ធសាសនានេះមាន5ជំរាបញាតិញោមអញ្ចឹងមាន5ម្លប់នៃព្រឹក្សាហៅមហាសុខម្លប់ម្ដាយឪពុកញាតិកាវិសេសលើសម្លប់នៃព្រឹក្សាម្លប់គ្រូអាចារ្យលើសម្លប់ញាតិម្លប់ស្ដេចលើសម្លប់គ្រូអាចារ្យម្លប់ព្រះសាស្តាបរមនាថវិសេសលើសម្លប់ខត្តយជាតិព្រោះឃ្លាតខាតបង់សង្សារចក្របានន័យថាម្លប់ទាំងដើមឈើនឹងផងម្លប់គ្រូអាចារ្យផងម្លប់ញាតិផងម្លប់ព្រះរាជាផងម្លប់ព្រះសម្មាសម្ពុទ្ធផងបណ្ដាម្លប់ទាំង5ហ្នឹងគឺមានតែម្លប់គឺព្រះសម្មាសម្ពុទ្ធនឹងទេទើបអាចនាំយើងឲ្យទៅជាក់ទៅជុំខ្សែមខ្សានផុតចាកអំពីភ្លើងទុក្ខភ្លើងកិលេសបានជំរាបញាតិញោមអញ្ចឹងហើយឥឡូវហ្នឹងសួរព្រះអនុថែបន្តបន្តិចទៅទៀតតកតងទៅនឹងធម៌ដែលមានឈ្មោះថាបារមីពោធិសម្ភារហ្នឹងពោធិសម្ភារធម៌ហ្នឹងដូចជាមិនតាន់អស់ត្រឹមប៉ុណ្ណឹងទេមិនតាន់អស់ត្រឹមចរិយា3ហ្នឹងទេនៅមានធម៌ប្រមាណប្រការទៅទៀតណាមានធម៌ហៅថាសមោធានធម៌ទាំង8ទៅទៀតហើយមើលចង់ដឹងថាម៉េចបានហៅថាសមោធានធម៌ហើយ8ប្រការហ្នឹងមានអ្វីខ្លះសូមវិសាចនីតវៈវចនੰបពុតបមហាតហេបងនៃចម្រើនអញ្ចឹងក្រោយអំពីការបានស្ដាប់នៅការរៀបរាប់របស់ប្រគុណម្ចាស់បមហាតហេដែលបានបញ្ជាក់តកតងទៅនឹងរឿងញាតតហចរិយាទាញយកនៅពុគលាតតហានអំពីរឿងប្របាទវិឌូដភៈមកនឹងសង្ឃឹមថាញាតិញោមជាពុទ្ធបរិស័ទទាំងអស់ក៏បានដឹងបានជ្រាបខ្លះអាហ្នឹងគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់នៃយើងគឺព្រះអង្គលោកចង់ឲ្យយើងទាំងអស់គ្នាដាក់ចុះនៅមានះពោលគឺកុំប្រកាន់រឹងត្អឹងនៃជាតិតកូលទ្រព្យសម្បត្តិហើយអញ្ចឹងបើអ្នកណាមួយដែលជាអ្នកប្រកាន់រឹងត្អឹងទៅដោយជាតិតកូលទ្រព្យសម្បត្តិព្រះសម្មាសម្ពុទ្ធលោកទ្រង់ត្រាស់សម្ដែងទុកមកតែជាប្រធាននៃសេចក្តីវិនិច្ឆ័យតែម្ដងញាតិញោមជាសពបរោះទាំងឡាយរួចមិនភ្លេចទេប្រគុណម្ចាស់បមហាថេរលោកនៅតែចងចាំការបកស្រាយខាងដើមការបកស្រាយខាងដើមតកតងទៅនឹងពោធិសម្ភារធម៌ខ្ញុំកណាបានឆ្លើយប្រគេនមករហូតរយៈកាលហ្នឹងថាជាង1 ម៉ោងទៅហើយតាំងពីបារមីទាំងឡាយ10តាំងអំពីមហាបរិច្ចាគទាំងឡាយ5តាំងអំពីចរិយាទាំងឡាយ3ឥឡូវប្រគុណម្ចាស់បមហាថេរលោកលើកយកអំពីសមោធានធម៌ទាំងឡាយ8មកចោទសួរនៅក្នុងពេលទៅទៀតញាតិញោមជាសពបរោះទាំងឡាយអញ្ចឹងពាក្យថាធម្មសមោធានធម៌ធម្មសមោធានធម៌មានន័យថាធម៌ជាគ្រឿងប្រជុំចុះឬក៏ធម៌ដែលធ្វើឲ្យពុទ្ធពពោធិសត្វគ្រប់ព្រះអង្គបានត្រាស់ដឹងនៅភិនហាបានត្រាស់ដឹងនៅប្រាជ្ញាសម្មាសម្ពោធិញ្ញាណហើយលោកទ្រង់ត្រាស់សម្ដែងបញ្ជាក់ទុកមករហូតទៅដល់មាន8ប្រការបមហាថេរ
ទី1គេឲ្យឈ្មោះថាមនុស្សសត្វតាំងមានន័យថាដល់ព្រមទៅដោយអត្តភាពជាមនុស្សរួចទី2លង្កសម្បត្តិមានន័យទៅដល់ព្រមទៅដោយភេទគឺភេទជាបរោះទី3ហេតុសម្បត្តិមានន័យទៅដល់ព្រមទៅដោយហេតុជាឧបនិស្ស័យនៃការធ្វើទាននេះជាដើមនឹងឡើងទៅរួចទី4សត្វហុទស្សនៈសម្បត្តិដល់ព្រមទៅដោយការបានឃើញបានជួបជលកលជាមួយនឹងព្រះសម្មាសម្ពុទ្ធអង្គណាមួយជាពិតប្រាកដទី5បព្វជាសម្បត្តិដល់ព្រមទៅដោយគុណពោលគឺការចេញទៅបួសហើយទី6គុណសម្បត្តិដល់ព្រមទៅដោយគុណសម្បត្តិដល់ព្រមទៅដោយគុណមានន័យទៅការបរិបូរទៅដោយឈានសមាបត្តិជាដើមនឹងឡើងទៅទី7អតិការសម្បត្តិដល់ព្រមទៅដោយបុណ្យនឹងយ៉ាងក្រៃលែងខ្លាំងក្លាណាស់ហើយនឹងទី8គេឲ្យឈ្មោះទៅឆន្ទតាសម្បត្តិដល់ព្រមទៅដោយសេចក្តីស្រឡាញ់ពេញចិត្តនៅក្នុងប្រាជ្ញាជាគ្រឿងត្រាស់ដឹងជាពុទ្ធនឹងតែម្ដងហើយអញ្ចឹងខ្ញុំកណារៀបរាប់សេចក្តីខ្លីៗតាក់ទងទៅនឹងធម្មសមោធាន8ប្រការសូមប្រគុណម្ចាស់ព្រះមហាថៃនិមន្តជ្រាបសាធុជ្រាបហើយតាក់ទងទៅនឹងធម្មសមោធានឬក៏ថាសមោធានធម៌ទាំង8ញាតិញោមសប្បុរសពុទ្ធបរិស័ទប្រុសស្រីបានស្ដាប់ហើយធ្វើការចងចាំថាព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គកសាងបារមីគឺមានការដល់ព្រមដោយកំណើតជាមនុស្សការកើតជាមនុស្សណាត្រាស់ដឹងជាពុទ្ធនឹងក្នុងកំណើតជាមនុស្សមិនមែនជាព្រំមិនមែនជាប្រអិនមិនមែនជាទេពតាមិនមែនជានាគមិនមែនជាគ្រុឌកន្ធពយៈទេគឺបានតែក្នុងកំណើតជាមនុស្សតែប៉ុណ្ណោះហើយម្យ៉ាងទៀតគឺក្នុងភេទជាបរោះញាតិញោមដែលថាញាតិញោមជាស្ត្រីហ្នឹងមិនអាចកសាងជាពុទ្ធបានទេមិនអាចកសាងទៅជាពុទ្ធស្រីបានទេហើយបើញាតិញោមស្រីហ្នឹងចង់ប្រាថ្នាឲ្យទៅជាពុទ្ធដែរតលតែយើងប្រាថ្នាឲ្យទៅជាបរោះសិនចាឲ្យទៅជាបរោះសិនព្រោះថាបើបានត្រាស់ជាពុទ្ធស្រីហ្នឹងដូចវាមិនដែលមានណាញាតិញោមអត់ដែលមានហើយអញ្ចឹងគឺត្រូវតែប្រាថ្នាឲ្យទៅជាបរោះសិនហើយញាតិញោមតែខ្ញុំកណាខ្លាចខ្ទើយគុណម្ចាស់ខ្លាចប្រាថ្នាទៅជាបរោះទៅខ្លាចវាខ្ទើយសិនទៅនោះមិនទៅញាតិញោមធ្វើបុណ្យចង់បានជាប្រុសហើយញាតិញោមហើយចង់បានជាប្រុសហ្នឹងគឺបើតាមគម្ពីរពុទ្ធសាសនាលោកបញ្ជាក់ទុកចេះញាតិញោមថាអត្តភាពជាបរោះហ្នឹងដែលថាពីស្រីទៅប្រុសហ្នឹងគឺតឹងណាញាតិញោមតឹងដូចជាទឹកហូរឡើងលើអញ្ចឹងដូចជាថាទឹកហូរប្រច្រាស់ទៅវិញអញ្ចឹងគឺវាតឹងអញ្ចឹងវាមិនងាយទេណាហើយបើប្រុសទៅជាស្រីអាហ្នឹងធូរទេដូចទឹកហូរចុះអញ្ចឹងធូរទេប៉ុន្តែប្រសិនបើញាតិញោមចង់ប្រាថ្នាឲ្យទៅជាបរោះមែនក្នុងគម្ពីរពុទ្ធសាសនាលោកបានបញ្ជាក់ទុកថាត្រូវរក្សាសិល5ឲ្យជាប់ត្រូវគោរពស្វាមីឲ្យបានល្អមានចិត្តល្អគោរពស្វាមីឲ្យបានល្អកាន់សិល5ឲ្យជាប់ហ្នឹងគឺញាតិញោមអាចប្រាថ្នាទៅជាប្រុសបានណាថ្វាយបង្គំសុំប្រាថ្នាឲ្យទៅជាប្រុសសុំចំពោះមុខស្វាមីហ្នឹងបើហើយយើងធ្វើបុណ្យដតីទៀតអញ្ចឹងទៅក៏សុំប្រាថ្នាឲ្យទៅជាប្រុសអញ្ចឹងទៅអញ្ចឹងអាចត្រឡប់ទៅជាប្រុសបានហ្នឹងគឺឧបនិស្ស័យគឺអាចបដូរអញ្ចឹងហើយបើខ្លះហ្នឹងមិនបាច់ចាំប្រាថ្នាទេញាតិញោមតែបើថាប្រុសទៅជាស្រីអីនោះណាដាច់សិល5ហ្នឹងឯងទៅលួចប្រពន្ធគេទៅលួចកូនគេស្អីជាដើមហ្នឹងគឺអាចធ្លាក់អត្តភាពទៅជាស្ត្រីហើយទៅជាខ្ទើយហើយទៅជាស្ត្រីត្រូវគេធ្វើបាបអីវិញអញ្ចឹងទៅហ្នឹងគឺតកតងទៅនឹងរឿងប្រាថ្នាទៅជាបរោះឥឡូវសមោធានធម៌ទាំង8ហ្នឹងមានតាំងពីមនុស្សសត្វតាំងការដល់ព្រមជាជាតិជាមនុស្សលង្កសម្បត្តិដល់ព្រមដោយភេទជាបរោះរហូតទៅដល់ឆន្ទតាមានចិត្តស្រឡាញ់នៅពោធិសម្ភារហ្នឹងកសាងដោយសេចក្តីព្យាយាមឥតដាក់ធុរៈចោលហ្នឹងគឺរមែងជាធម៌ដែលប្រជុំចុះចូលនៅក្នុងពុទ្ធការកធម៌នាំឲ្យបុគ្គលបានត្រាស់ដឹងទៅជាព្រះសម្មាសម្ពុទ្ធក្នុងកាលជាអនាគតឥឡូវជាសំណួរចុងក្រោយមួយសំណួរទៀតអនុថែចង់សួរព្រះអនុថែឲ្យរៀបរាប់អំពីបារមីទាំង10ហើយ
ឲ្យផ្គូផ្គងទៅនឹងព្រះពោធិសត្វទាំង10ព្រះអង្គព្រះពោធិសត្វអង្គណាកសាងបារមីអីពោធិសត្វអង្គណាកសាងបារមីអីហើយសូមលើកសង្ខេបរឿងព្រះពោធិសត្វមួយណាមកដើម្បីចែកជូនញាតិញោមពុទ្ធបរិស័ទដើម្បីឲ្យបានទទួលកាន់យកជាគតិជាដំណើរជាគំរូប្រព្រឹត្តតាមស្នាមមេគានៃព្រះបរមពោធិសត្វដែលព្រះអង្គបានត្រាស់ដឹងនៅធម៌នោះព្រះអង្គកសាងនៅដំណើរល្អដោយម្ដេចខ្លះសូមវិសាចនាផន្តិតិរៈបពិតបមហាតហេបងនៃចម្រើនធោសាតវោអស់លោកនៃញាតិញោមជាសពបរោះទាំងឡាយឥឡូវនេះឃើញថាការសម្ដែងប្រសិទ្ធធម៌វិសេសទេសនាបមហាតហេបងបានបញ្ជាក់មកមិញថាសំណួរចុងក្រោយនឹងឲ្យខ្ញុំកណាជាអនុថែនឹងរៀបរាប់បញ្ជាក់អំពីជាតិកំណើតរបស់ពពោធិសត្វទាំង10រួចទាំង10ហ្នឹងហើយឲ្យគូផ្គងជាមួយនឹងបារមីទាំង10នឹងផងទៀតតើពពោធិសត្វកើតនៅក្នុងអត្តភាពជាតិណាដែលកសាងបារមីអីក៏ប៉ុន្តែធម៌ដែលយើងសូត្រហ្នឹងញាតិញោមជាសពបរោះក៏ធ្លាប់បានសូត្រទាំងពីអិតិបេទានបារមីអិតិបេទានឧបបារមីរួចយើងសូត្រទៅនៅក្នុងធម៌មួយទៀតយើងរៀបរាប់អំពីជាតិកំណើតនៃពពោធិសត្វទាំង10មានទេមិយោពោធិសត្វតោនាមភគវេជាដើមអញ្ចឹងទៅហើយបមហាថៃលោកឲ្យខ្ញុំកណាហ្នឹងគូផ្គងជាតិកំណើតទាំង10ទៅនឹងបារមីទាំង10អានឹងយ៉ាងម៉េចឲ្យមហាថៃហ្នឹងជួយប្រាប់ផងបមហាថៃកែងលរាប់ខុសទៅញាតិញោមគាត់ស្ដាប់ទៅហើយគាត់មិនបានយកទៅធ្វើជាវត្តប្រណិប័តហ្នឹងត្រឹមត្រូវហើយអញ្ចឹងជាតិកំណើតទាំង10ជាតិទី1ដែលយើងបានដឹងមកតទេមយៈពោធិសត្វក្នុងកំណើតជាប្រទេមយៈពោធិសត្វហ្នឹងគឺព្រះអង្គលោកមានសេចក្តីប្រាថ្នាស្រឡាញ់ពេញចិត្តនៅក្នុងបារមីមួយគេឲ្យឈ្មោះតនេកមៈបារមីមានន័យថាការយើងចេញទៅបួសញាតិញោមជាសពបរោះទាំងឡាយហើយជាតិកំណើតទី2គឺបមហាជនុហ្នឹងយើងធ្លាប់បានឃើញទៅតាមរូបបទរូបគំនូដែលព្រះអង្គលោកមាននៅសេចក្តីព្យាយាមហែលឆ្លងនៅទឹកសមុទ្រអស់រយៈកាល7យប់7ថ្ងៃញាតិញោមជាសពបរោះទាំងឡាយហើយអញ្ចឹងជាតិកំណើតជាបមហាជនុពោធិសត្វទី2គឺព្រះអង្គលោកខិតខំបំពេញនៅវិរិយៈពលគឺសេចក្តីព្យាយាមនឹងតែម្ដងហើយដល់ទៅជាតិកំណើតទី3គឺប្រសវណ្ណសាមពោធិសត្វដែលយើងធ្លាប់បានដឹងមកតែជាអ្នកមាននៅចិត្តកតញ្ញូកតវេទិតាចំពោះមេត្តាបិតារបស់លោកមិនប៉ុណ្ណោះដោយអំណាចនៅក្នុងអត្តភាពនៅកំណើតជាប្រសវណ្ណសាមពោធិសត្វលោកខិតខំបំពេញនៅមេត្តាបារមីអញ្ចឹងបានជាមានពពួកសត្វមរគីទាំងឡាយទាំងពួងដែលរស់នៅក្បែរអាស្រមបរមសាលារបស់ពពោធិសត្វសវណ្ណសាមហ្នឹងឲ្យតែព្រះអង្គយាងលីលាយាត្រាទៅទីកន្លែងណាតែងតែមានពពួកសត្វហ្នឹងហាយហោមជាបរិពាជាបរិវារហ្នឹងទៅជាមួយនឹងព្រះអង្គតែម្ដងអាហ្នឹងជាតិកំណើតទី3ហើយដល់ទៅជាតិកំណើតទី4គឺក្នុងអត្តភាពជាពពោធិសត្វទ្រង់ពនាមនៃមេរាជនោះគឺព្រះអង្គលោកមានសេចក្តីស្រឡាញ់ពេញចិត្តប្រាថ្នាបំពេញនៅអត្តដ្ឋានបារមីហើយទី5គឺកំណើតជាព្រះមហោសុតពោធិសត្វដែលយើងបានដឹងមកហើយតែព្រះមហោសុតជាអ្នកប្រកបទៅដោយប្រាជ្ញាឆ្លាតវាងវៃណាស់ញាតិញោមជាសពបរោះទាំងឡាយនៅក្នុងគម្ពីរទុសជាតិនឹងលោកសម្ដែងបញ្ជាក់អំពីរឿងបមហោសុតដែលមានប្រាជ្ញាឆ្លាតវាងវៃអាចដោះស្រាយនៅប្រស្នាដែលពពួកព្រាហ្មណ៍ទាំងឡាយទាំងពួងបានចោទសួរនឹងគឺព្រះមហោសុតពោធិសត្វនឹងបានដោះស្រាយបានដល់ងាយហើយអញ្ចឹងជាតិកំណើតនេះយើងបានដឹងមកតែព្រះអង្គលោកកសាងនៅបញ្ញាបារមីអានឹងជាតិទី5ហើយជាតិទី6គឺព្រះពោធិសត្វទ្រង់ពនាមភូរតតញាតិញោមជាសពបរោះទាំងឡាយកំណើតកើតទៅជាសត្វនាគកើតទៅជាសត្វនាគនឹងព្រះអង្គទ្រង់កសាងនៅសីលបារមីទី7ពពោធិសត្វពនាមចន្ទកមាគឺព្រះអង្គទ្រង់កសាងសន្សំនៅខន្តីបារមីទី8កំណើតជាពពោធិសត្វពនាមនិរតៈព្រះអង្គកសាងនៅបេខាបារមីទី9កំណើតជាព្រះ
ពោធិសត្វពនាមវិធុរបណ្ឌិតព្រះអង្គកសាងនៅសច្ចបារមីនឹងទី10ជាតិចុងក្រោយគេហ្នឹងគឺបវេសន្តរនឹងឯងតែម្ដងហើយបវេសន្តរដែលយើងធ្លាប់បានដឹងធ្លាប់បានឮមកថាព្រះអង្គជាអ្នកបរិច្ចាគធ្វើទានញាតិញោមជាសពបរោះទាំងឡាយហើយអញ្ចឹងតកតងទៅនឹងជាតិកំណើតទាំង10ដែលព្រះមហាថេរបានចោទសួរហើយឲ្យលើករឿងណាមួយបបញ្ជាក់ឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបានជ្រាបហើយបើកិនពីរឿងបវេសន្តរហ្នឹងជាជាតិចុងក្រោយរាល់ឆ្នាំតាមអារាមដ្ឋានវត្តនានាក៏តែងតែមានការអារាធនានិមន្តប្រគុណម្ចាស់ឲ្យទេសនាបមហាវេសន្តរជាដកទាំង13កាន់ញាតិញោមជាសពបរោះទាំងឡាយឥឡូវលើករឿងនឹងមកសង្ខេបដើម្បីបញ្ជាក់អំពីការកសាងរបស់បវេសន្តរបរមពោធិសត្វជាអម្ចាស់នៃយើងតែម្ដងហើយអញ្ចឹងបើយើងគិតទៅថានៅក្នុងនគរមួយគេឲ្យឈ្មោះតែចេតដនគរចេតដនគរនឹងឯងមានស្ដេចមួយព្រះអង្គទ្រង់ពនាមប្របាទស្រីសញ្ជ័យហើយប្របាទស្រីសញ្ជ័យនឹងមានប្រមហេសីពនាមនាងសបារសពដីប្របាទស្រីសញ្ជ័យនឹងពនាងសបារសពដីសោយរាជនៅក្នុងនគរចេតដននេះមាននៅបរិជ្ជបុត្រមួយព្រះអង្គទ្រង់ពនាមតប្របាទមហាប្របាទវេស្សន្តរញាតិញោមជាសពបរោះរួចប្រវេស្សន្តរនេះដែលជាក្សត្រមានសេចក្តីស្រឡាញ់ពេញចិត្តទៅនឹងការធ្វើទាននឹងយ៉ាងខ្លាំងក្លាណាស់រហូតត្រឹមតែពេលដែលព្រះអង្គលោកគ្រាន់តែប្រសូតចេញអំពីផ្ទៃម្ដាយមកញាតិញោមជាសពបរោះទាំងឡាយលោកមាននៅវិចាសួររកនៅទ្រព្យសម្បត្តិធ្វើទៅជាទានអញ្ចឹងការដែលគ្រាន់តែកើតជាអំពីផ្ទៃនៃពមេដាមកក៏បញ្ចេញនៅវាចាឲ្យរកនៅទ្រព្យសម្បត្តិទៅធ្វើជាទាននេះរហូតទៅដល់មានសេចក្តីស្រឡាញ់ពេញចិត្តធ្វើជាទាននឹងខ្លាំងក្លាក្រៃលែងណាស់ហើយនៅក្នុងនគរហ្នឹងញាតិញោមជាសពបរោះទាំងឡាយមានដំរីមួយគេឲ្យឈ្មោះថាដំរីបច្ច័យនាគិនដំរីនេះជាដំរីមង្គលតែងទៅនប់មកនៅសេចក្តីសុខសេចក្តីសប្បាយទៅដល់ទុប្រជារាស្ត្រទូទៅទាំងអស់នៅក្នុងព្រះនគរហ្នឹងតែម្ដងហើយមានស្រុកមួយផ្សេងទៀតគេឲ្យឈ្មោះថាពួកនៅស្រុកកលិង្គរាស្ត្រស្រុកនឹងឯងវាអត់មានភ្លៀងអត់មានអីខ្វះទឹកធ្វើស្រែចំការច្បារដំណាំអញ្ចឹងទៅក៏បញ្ជូននៅពពួកព្រាហ្មណ៍ហ្នឹងដែលឮល្បីតែបវេស្សន្តរហ្នឹងមានសេចក្តីស្រឡាញ់ពេញចិត្តនៅក្នុងការធ្វើទានឲ្យមកសុំតម្រៃបច្ច័យនាគិនហ្នឹងទៅការដែលមកថ្វាយបង្គំព្រះបរមពោធិសត្វបវេស្សន្តរក៏ព្រះអង្គលោកបរិច្ចាគនៅតម្រៃនេះហើយនិយាយអំពីពពួកប្រជារាស្ត្រដែលនៅក្នុងព្រះនគររបស់ព្រះអង្គមានសេចក្តីក្តៅក្រហាយហ្នឹងដោយសារតែព្រះអង្គគិតទៅពីរឿងបរិច្ចាគទានឲ្យតម្រៃមង្គលហ្នឹងទៅដល់គេក៏នាំគ្នាលើកយកនៅរឿងរ៉ាវប្រវត្តិការនឹងឯងទៅក្រាបទូលទៅដល់ប្របីតារបស់ព្រះមហាវេស្សន្តរដើម្បីឲ្យបវរមេតាបៃតាហ្នឹងបំបរបងព្រះអង្គចេញអំពីនគរហ្នឹងទៅញាតិញោមជាសពបរោះទាំងឡាយរួចបំបរបងអំពីហ្នឹងទៅព្រះអង្គទៅរស់នៅភ្នំគិរីវង្គតដែលយើងឃើញការធ្វើរៀបចំជាភ្នំគិរីវង្គតហ្នឹងញាតិញោមជាសពបរោះទាំងឡាយទៅរស់នៅឯនោះបំពេញធម៌ជាមួយនឹងមហេសីបុត្រាបុត្រីរបស់ព្រះអង្គផុតអំពីហ្នឹងទៅហើយនិយាយអំពីរឿងតាជូជក់ដែលលុះនៅក្នុងអំណាចនៃភរិយាដែលជាស្ត្រីមានវ័យក្មេងនេះតាមទៅសូមបរិជ្ជបុត្រទាំងពីររបស់ព្រះអង្គទៀតញាតិញោមជាសពបរោះទាំងឡាយរួចមិនត្រឹមតែប៉ុណ្ណោះហើយយើងឃើញថាការបរិច្ចាគនៅបរិជ្ជបុត្រទាំងពីរព្រះអង្គនឹងហើយមានព្រះអិននិមិត្តជាព្រាហ្មណ៍ចាស់នឹងមកសូមពនាងមត្រីជាអគ្គមហេសីជាសម្លាញ់របស់ព្រះអង្គនឹងផងទៀតផុតអំពីហ្នឹងឃើញតែជាតិជាកំណើតជាបវេស្សន្តរហ្នឹងញាតិញោមជាសពបរោះទាំងឡាយព្រះអង្គមានសេចក្តីស្រឡាញ់ពេញចិត្តនឹងការធ្វើទាននឹងយ៉ាងខ្លាំងក្លាក្រៃលែងអាហ្នឹងគ្រាន់តែបញ្ជាក់សង្ខេបអំពីរឿងបវេស្សន្តរដែលព្រះអង្គកសាងនៅទានបារមីមកមានប្រមាណប៉ុណ្ណេះនេះ
ដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទមានសេចក្តីជ្រះថ្លាចំពោះការកសាងអភិនិហាបារមីរបស់ព្រះពោធិសត្វហើយខ្ញុំកណាបកស្រាយរៀបរាប់ប៉ុណ្ណេះសូមប្រគុណម្ចាស់ព្រះមហាថៃនិមន្តជ្រាបសាធុជ្រាបហើយចប់ល្មមញោមចប់ល្មមហើយដល់ម៉ោងល្មមអញ្ចឹងឃើញថាការសម្ដែងថ្លែងបញ្ជាក់ចែកជូនញាតិញោមពុទ្ធបរិស័ទតកតងទៅនឹងសម្ភារធម៌ទាំងពីរប្រការគឺមានបញ្ញសម្ភារហើយនិងពោធិសម្ភារធម៌នោះដែលខ្ញុំបកណ្ណាអាត្មាភាពទាំងពីររូបបានលើកឡើងមកសម្ដែងមានបំណងចង់លាតត្រដាងអំពីការកសាងបារមីនៃព្រះបរមពុទ្ធិសត្វតម្រាំតែបានត្រាស់ដឹងទៅជាព្រះសម្មាសម្ពុទ្ធជាពន្លឺនៃពិភពលោកដែលបានផ្ដល់នៅប្រយោជន៍ដល់សត្វនិកអមនិកាយទាំងឡាយទាំងពួងឲ្យបានផ្ដល់នៅប្រយោជន៍ហើយបានយល់នៅផ្លូវរួចផុតអំពីសេចក្តីទុក្ខទាំងពួងបានអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយបានជ្រាបមកប៉ុណ្ណេះក៏សូមសង្ខេបនៅពធទេសនាតែមុននឹងបញ្ចប់នៅក្នុងឱកាសវេលានេះខ្ញុំបកណ្ណាអាត្មាភាពក៏សូមប្រម៉ែប្រមុំពុទ្ធផ្ដុំកងការមហាកុសលដែលកើតអំពីធម្មទានអមិសទានក្នុងឱកាសពេលនេះដែលញាតិញោមពុទ្ធបរិស័ទម្ចាស់ផ្ដើមទានប្រធានផ្ដើមបុណ្យជាពិសេសគឺព្រះគ្រូចៅអធិការវត្តបានរៀបចំឡើងក៏សូមលើកឡើងនៅមហាកុសលនេះប្រកេនប្រកាសណាប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់សូមប្រកាសណាប្រគុណម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទទាំងអស់បានត្រេកអរអនុមោទនានៅបុណ្យកុសលនេះហើយសូមឲ្យបានជាឧបនិស្ស័យនៃបញ្ញារួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាកុំបីឃ្លាតខ្លាយទៅជាប្រការដទៃឡើយអាយ៉ាងធម្មទេសនានិធិតាការសម្ដែងធម៌ពីពុច្ឆាវិសច្ចនីក្រេ2ស្ដីអំពីសម្ភារធម៌មកប៉ុណ្ណេះបញ្ចប់តាមពេលវេលាដ៏សមគួរតែប៉ុណ្ណេះឯងអេវ៉ាំង